ពីអេពីសូតមុនខ្ញុំបាននិយាយតាក់ទងពីព្រះវិស្ណុព្រះសិវៈអីចឹងណាដែលខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានៅតែបន្តគោរពកុំប្រកាន់ថាព្រាហ្មណ៍សាសនាឬក៏អីដោយសារតែបុរាណកាលមកប្រជាជនរបស់យើងតែងតែគោរពហើយបុព្វបុរសរបស់យើងគោរពសិទ្ធសឹងតែមានមូលហេតុមានប្រិយមិត្តមួយបានខមមិនថានោះគេហៅថាបារមីដើមពេលនោះខ្ញុំក៏ចង់និយាយពាក្យហ្នឹងដែរប៉ុន្តែខ្ញុំវានឹកអត់ឃើញវានៅចុងមាត់ហ្នឹងអញ្ចឹងទៅខ្ញុំពាក្យថាព្រាហ្មណ៍សាសនាអីហ្នឹងវារត់មកមុនណាអញ្ចឹងហើយទៅខ្ញុំនិយាយពាក្យអស់ហ្នឹងតែពាក្យពិតទៅវាជាជំនឿបុរាណជំនឿដើមតែម្ដងដែលវាមិនទាន់បែងចែកច្បាស់លាស់ថាព្រាហ្មណ៍សាសនាមិនព្រាហ្មណ៍សាសនាប៉ុន្តែក្នុងករណីនេះហើយដែលប្រជាជនរបស់យើងបានជឿទុកចិត្តនៅអតីតទាំងឡាយសុទ្ធសឹងតែមានមូលហេតុហើយខ្ញុំក៏នៅតែចង់ក្រើនរំលឹកដល់បងប្អូនថានៅពេលបច្ចុប្បន្នកាលនេះបងប្អូនមានចាប់អារម្មណ៍ទេសាច់រឿងដែលខ្ញុំបានចែករំលែកជាច្រើនមែនទែនហ្មងសុទ្ធសឹងតែចែករំលែកដោយអ្នកដែលមានសំណុំសវ៉ាអ្នកដែលមានអ្នកថែរក្សាអញ្ចឹងពីមុនមកនោះមុននឹងបងប្អូនបានរកឃើញ channel ជាអ្វីតែបងប្អូនមានចាប់អារម្មណ៍ទេថាមានមនុស្សប្រមាណអ្នកដែលនៅជុំវិញបងប្អូនមានសំណុំសវ៉ាមានអ្នកកាន់មានអីចឹងណាមិនសូវបានលឺមិនងាយបានដឹងមិនងាយបានអីទេប៉ុន្តែដល់ពេលដែលបងប្អូនស្ដាប់កម្មវិធីជាអ្វីទៅម្នាក់ណាក៏ស្ទើរតែមានសំណុំសវ៉ាដែរតើនេះជាអ្វីដែលអាចបញ្ជាក់ទៅបងប្អូនបានន័យថាហាក់ដូចជាក្មេងៗចំនួនក្រោយគឺសម្បូរមែនតើសម្បូរអ្នកកាន់សម្បូរអ្នកមានសំណុំសវ៉ាសម្បូរអ្នកមានថែរក្សាអញ្ចឹងណាតើនេះជាការសបញ្ជាក់អ្វីត្រង់ចំណុចនេះខ្ញុំមិនជំរុញថាអូសិតសឹងតែបារមីចុះមកអីចឹងទៅខ្ញុំអត់ជំរុញទេក្នុងករណីហ្នឹងអាហ្នឹងទុកឲ្យបងប្អូនជ្រើសរើសជឿឬមិនជឿឬក៏យល់ដឹងបែបណាស្វែងយល់ខ្លួនឯងរៀងៗខ្លួនប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំអាចជូនទៅបងប្អូនបានថានៅក្នុងចំនួននេះហាក់ដូចជាដល់ពេលនិងដល់កាលអ្វីមួយខ្ញុំគួរតែនិយាយចឹងចោះដែលប្រទេសរបស់យើងគួរតែងើបលើកស្ទួយណាដែលជំរុញឲ្យប្រទេសកម្ពុជាឆ្ពោះទៅមុខបើមិនជាយើងមើលពីអតីតកាលទៅនៅពេលដែលមានសង្គ្រាមម្ដងឥឡូវខ្ញុំលើកឧទាហរណ៍ថាយើងធ្លាប់មានសង្គ្រាមតាក់ទងមួយព្រះវិហារជាមួយនឹងពួកចៅសៀមចោះកាលពីជំនាន់2010 2011តើស្ថានភាពបែបណាដែរគឺមិនសូវពុះកញ្ជ្រោលទេក៏មិនសូវមានអ្នកគេនឹកឃើញបែបបនអីដែរអានឹងជំនាន់ឪពុកម្ដាយរបស់យើងរហូតមកដល់នេះនៅពេលដែលម្នាក់ធំដឹងក្តីហើយនេះបងប្អូនមានចាប់អារម្មណ៍ទេថាកម្លាំងជំនឿពុះកញ្ជ្រោលប៉ុណ្ណាតើកម្លាំងអ្វីដែលយើងអាចមិនមើលឃើញនោះវាឡើងដល់កម្រិតណាត្រង់ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនពិចារណាការស្រោះដៃគ្នាក្នុងការធ្វើពិធីអីចឹងទៅបើមិនជាយើងមើលតាមនៃវិទ្យាសាស្ត្រយើងថាអូតាហ៊ានទេអ្នកច្បាំងតាហ៊ានទេអ្នកចេះអ្នកចុះបាទអានឹងអត់ខុសទេប៉ុន្តែខ្ញុំនៅតែជឿថាពាក្យថាអាគមសមអាយុត្រង់ចំណុចនេះហេតុអ្វីបានជាពាក្យចាស់លុកបង្កើតពាក្យថាអាគមសមអាយុហ្នឹងសូម្បីតែព្រះពុទ្ធក៏នៅបែងចែកដែរអាណាចក្រនិងពុទ្ធចក្របើមិនជាយើងនិយាយតាមផ្លូវស្រួលបួរមានន័យថាអ្វីដែលមើលឃើញនិងអ្វីដែលមិនមើលឃើញគឺដើរស្របគ្នាហើយខ្ញុំពិតជាសប្បាយរីករាយមែនទែនដែលកូនខ្មែរគ្រប់រូបបានដឹងខ្លួនបានភ្ញាក់ខ្លួននឹកឃើញបុព្វបុរសនឹកឃើញបារមីថែរក្សាមហានគរនឹកឃើញដល់ពួកគាត់ដែលគាត់ឃុំគ្រងថែរក្សានេះខំប្រឹងមួយថ្ងៃនេះទីបំផុតកូនចៅបានដឹងថាពួកគាត់មានវត្តមានហើយទីបំផុតកូនចៅបានទទួលស្គាល់ហើយថាពួកគាត់ពិតជាមានពិតប្រាកដមែនជាក់ស្ដែងខ្ញុំគួរបញ្ជាក់សកម្មភាពមួយចំនួនដែលបានកើតឡើងរវាងសង្គ្រាមពួកចៅឈ្លានពានសៀមនិងកម្ពុជានៅពេលដែលផ្ទុះនេះការខែ12នេះផ្ទុះភ្លាមបានប្រហែលថ្ងៃ2ថ្ងៃ3ថ្ងៃស្រាប់តែរូបថតព្រះឆាយាល័ក្ខណ៍របស់ស្ដេចសៀមជ្រុះដល់ដីតែម្ដងផ្កាប់មុខហើយនឹងមានរឿងរ៉ាវជាច្រើនហោះដុតស្ពានយើងទៅឆេះស្ពានគេឬក៏មានរឿងរ៉ាវជាច្រើនទៀតដែលបានកើតឡើងតាមមកពីអ្វីមានខាងផ្នែកនយោបាយមួយចំនួនថាប្រហែលជាការកឡុកនយោបាយគេបោះឆ្នោតអីចឹងណាអញ្ចឹងក្នុងករណីហ្នឹងហើយដែលពួកគាត់ត្រូវការបកហេតុអីណាមួយដើម្បីទម្លាក់រាជរដ្ឋាភិបាលឬក៏អីបើមិនជាយើងមើលទៅផ្លូវហ្នឹងក៏ជារឿងរបស់គេដែរប៉ុន្តែខ្ញុំជឿជាក់ថាអ្វីកើតឡើងសុទ្ធតែមានហេតុមិនសុកអាចកើតរឿងអស់ហ្នឹងទេហើយខ្ញុំនៅតែជឿជាក់ដូចមួយរយៈមុនតែបងប្អូនបានឃើញហើយអូគ្រូធំបានព្យាយាមសែនព្រេនលាក់នឹងលាក់ហើយឲ្យបងប្អូនធ្វើនេះឲ្យបងប្អូនធ្វើនោះវាតិចតួចមែនតើប៉ុន្តែកម្លាំងអារម្មណ៍របស់បងប្អូននៅពេលដែលប្រមូលផ្ដុំគ្នានេះនៅពេលដែលចិត្តកាយអត់មានបានពិចារណាថាអូពិតឬមិនពិតគឺប្រមូលស្មារតីទាំងអស់យកមកបួងសួងហើយខ្ញុំជឿជាក់ថាសូម្បីបងប្អូនទាំងអស់គ្នានៅពេលបួងសួងហ្នឹងក៏ព្រឺសបល់ដែរនោះហើយជាពេលវេលាដែលពាក្យសម្ដីរបស់បងប្អូនបានហោះទៅចូលទៅជាពួកគាត់បានបង្កើនរទ្ធីនភាពជាក់ស្ដែងមួយរយៈក្រោយនេះប្រហែលសប្តាហ៍ក្រោយនេះបងប្អូនបានឃើញទេព្រះរាជកុមារីរបស់ពួកចៅសៀមហ្នឹងមានរឿងរ៉ាវអ្វីកើតឡើងហើយយើងដឹងហើយថាបុគ្គលម្នាក់ហ្នឹងចូលចិត្តអីចូលចិត្តណារឿងលួចរបស់គេចូលចិត្តណារឿងអាគុំអូមអាមហ្នឹងចុះឥឡូវនេះតើគាត់កំពុងតែជួបអ្វីអ្នកផ្សេងអាចមើលឃើញថាគាត់ដូចជាចាស់ហើយអញ្ចឹងមានជំងឺមានអីប៉ុន្តែទឹកមុខដែលខ្ញុំបានឃើញនៅក្នុងរូបភាពនៅពេលដែលគាត់ធ្វើពិធីកាត់គ្រោះលើកឫស្សីហ្នឹងរូបភាពមុខទឹកមុខមួយហ្នឹងគឺដេកអត់បានគេងអត់បានហ្មងព្រោះដោយសារអីដោយសារតែរបៀបថាខ្មោចលងខ្លាំងពេកណាតើមូលហេតុអ្វីព្រះរាជវាំងនៅប្រទេសណាក៏ដោយសុទ្ធសឹងតែបញ្ចុះអាថ័នបញ្ចុះអាគមការពារផ្លូវក្នុងផ្លូវងឹតប៉ុន្តែក្នុងករណីអ្វីទើបមិនអាចឈ្លានពានប៉ះពាររហូតដល់ព្រះរាជកុមារីមួយអង្គនឹងរងទុកដល់ថ្នាក់ហ្នឹងអញ្ចឹងត្រង់ចំណុចនេះបងប្អូនអាចពិចារណាបានដូចគ្នាត្រង់ចំណុចនេះខ្ញុំសូមភ្ជាប់ពីរបៀបមួយបង្ហាញជូនទៅបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាអាចច្បាច់យកកន្លែងហ្នឹងហើយសាកល្បងខ្លួនឯងបានមុនពេលដែលបងប្អូនទាំងអស់គ្នាអុជធូបឬក៏ធ្វើការបន់ស្រន់តើបងប្អូនទាំងអស់គ្នាធ្វើបែបណាគាត់អុជទៀនព្រាមអុជធូបអង្គុយប៉ុបលើកដៃសាពះសូត្រយកហ្មងសូមរំលឹកចេះចឹងទៅហើយខ្ញុំសូមបន់ស្រន់ចេះបន់ស្រន់ចោះជួយកូនចៅចោះត្រូវទេបងប្អូនឥឡូវនេះខ្ញុំនឹងប្រាប់របៀបមួយឲ្យបងប្អូនផ្លាស់ប្ដូររបៀបក្នុងការបន់ស្រន់វិញនៅពេលដែលបងប្អូនបានអុជធូបហើយនៅពេលដែលបងប្អូនបានអុជទៀនហើយបងប្អូនមកអង្គុយនៅមុខកន្លែងណាដែលបងប្អូនត្រូវបន់ស្រន់ហ្នឹងបងប្អូនកុំហាមាត់បន់ស្រន់កុំឡើយសោះបងប្អូនសម្រួមអារម្មណ៍ទម្លាក់ចោលភាពតានតឹងទាំងអស់ដោយការដកដង្ហើមចេញចូលតាមមាត់ក៏ដោយតាមច្រមុះក៏ដោយដកឲ្យវែងចេញចូល3-4ដងបិទភ្នែក
នៅពេលនោះមានអារម្មណ៍ថាដូចជាខ្លួនរៀងស្រាលជាងមុនពេលដែលបងប្អូនមានអារម្មណ៍ថាស្ងប់ស្ងាត់ហើយនឹងខ្លួនស្រាលជាងមុនចាំចាប់ផ្ដើមបន់ស្រន់កុំខ្វាយខ្វល់នៅសម្ដីអ្នកនៅជិតខាងកុំខ្វាយខ្វល់នៅអ្នកណាដែលនិយាយឆ្បុកឆ្វាឆ្វេងឆ្វាយអីចឹងទៅកុំខ្វល់សាកប្រមូលអារម្មណ៍ទាំងអស់បងប្អូននឹងទទួលបានអ្វីមួយបងប្អូននឹងឃើញសភាពប្លែកមួយហើយបើសិនជាបងប្អូនបានសាកល្បងដូចខ្ញុំនិយាយហើយស្ងប់ចិត្តហើយចាំចាប់ផ្ដើមបន់ស្រន់ឬក៏ស្ងប់ចិត្តហើយចាំចាប់ផ្ដើមពោលពាក្យនៅអ្វីដែលបងប្អូនចង់ពោលហ្នឹងណាពេលនោះបើសិនជាមានប្រតិកម្មអ្វីខុសប្លែកពីការធ្វើធម្មតាសូមបងប្អូនខមមិនឲ្យខ្ញុំដឹងផងតោះឥឡូវនេះខ្ញុំចែកតែប៉ុណ្្នឹងទេដោយសារសុខភាពក៏មិនសូវល្អដែរដូច្នេះហើយយើងចូលដល់សាច់រឿងយើងម្ដងតែនៅក្នុងថ្ងៃនេះខ្ញុំមានសាច់រឿងអ្វីមកចែកជូនទៅបងប្អូនទាំងអស់គ្នាមុននឹងចាប់ផ្ដើមក៏ខ្ញុំសូមអភ័យទោសខ្លាំងមែនទែនបើសិនជាការបកស្រាយរបស់ខ្ញុំមានភាពផ្លាត់ភ្លាំងឬក៏មិនមានមនោសញ្ចេតនាមិនមានអារម្មណ៍ដែលឲ្យបងប្អូនទាំងអស់គ្នានឹងអាចសម័យឃើញណាខ្ញុំសូមទោសខ្លាំងមែនទែនប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពហើយក៏ខ្ញុំសំណូមពរឲ្យបងប្អូនដឹងដែរថាវាជាកត្តាសុខភាពឲ្យសុទ្ធតែម្ដងសាច់រឿងមួយនេះខ្ញុំស្ទាក់ស្ទើរយូរហើយដែលខ្ញុំចង់ចែកបន្តិចមិនចង់ចែកបន្តិចខ្ញុំចង់ទុកនៅពេលដែល season ទី3ចាប់ផ្ដើមប៉ុន្តែក៏មានអារម្មណ៍ថាខ្ញុំមិនចង់ឲ្យម្ចាស់សាច់រឿងចាំយូរហេតុអីបានខ្ញុំចាំដល់ season ទី3ព្រោះសាច់រឿងហ្នឹងគឺជាសាច់រឿងមកដល់បច្ចុប្បន្ននេះខ្ញុំមិនដឹងថាតើដោះស្រាយហើយឬមិនហើយទេហើយបងស្រីដែលបានចែករំលែកមកខ្ញុំហ្នឹងនៅពេលដែលគាត់បានចែករំលែកហ្នឹងសាច់រឿងនេះគឺមិនទាន់ចប់នៅឡើយទេហើយសាច់រឿងនេះគឺសាហាវខ្លាំងមែនទែនសាហាវដែលខ្ញុំទៅសេហើយខ្ញុំស្ទាក់ស្ទើរខ្លាំងមែនទែនប៉ុន្តែក៏សម្រេចចិត្តថាអត់អីទេដោយសារតែខានចេញអេពីសូតប្រហែលថ្ងៃប្រហែលសប្តាហ៍ហើយអញ្ចឹងជូនសាច់រឿងមួយនេះទៅឲ្យបងប្អូនទាំងអស់គ្នាតោះយើងចូលដល់សាច់រឿងរបស់គាត់វិញសាច់រឿងមួយនេះបានកើតឡើងចំពោះបងស្រីម្នាក់នៅក្នុងឆ្នាំ2022នៅក្នុងខេត្តសៀមរាបតែសាច់រឿងទាំងមូលមានស្ថានភាពបែបណាមានស្ថានភាពបែបណាដែលធ្វើឲ្យគាត់នេះរហូតដល់ធ្លាក់ខ្លួនឈឺរហូតខ្លាចជាសំណល់អន្ទោលតាមប្រាណខ្លាំងដល់ថ្នាក់ហ្នឹងនៅក្នុងល្បាក់ឆ្នាំ2022ហ្នឹងគាត់បានធ្វើការនៅក្នុងខេត្តសៀមរាបដែរប៉ុន្តែគាត់នៅក្នុងទីរួមស្រុកមួយនៃខេត្តសៀមរាបហ្នឹងនៅពេលដែលគាត់កំពុងតែធ្វើការប្រចាំថ្ងៃអត់មានរឿងអ្វីកើតឡើងទាំងអស់មេរបស់គាត់នេះក៏បានជូនដំណឹងមកគាត់ឧទាហរណ៍ថាបងស្រីនាងអញ្ចឹងចុះថាបងស្រីនាងបើប៉ះពីណាគេខ្ញុំសុំទោសផងណាឈ្មោះហ្នឹងយើងឧទាហរណ៍ថាបងស្រីនាងអញ្ចឹងចុះអញ្ចឹងមេរបស់គាត់នឹងបានប្រាប់ទៅបងស្រីនាងថាអញ្ចឹងប្អូនធ្វើការបានល្អណាស់ឥឡូវនេះបងចង់ផ្លាស់ប្ដូរប្អូនទៅសាខាមួយទៀតដែលនៅខាងក្រុងសៀមរាបនៅកណ្ដាលម្ដុំកណ្ដាលក្រុងនឹងតែម្ដងអញ្ចឹងក្នុងករណីហ្នឹងតើប្អូនសម្រេចចិត្តបែបណាបងស្រីនាងគាត់បានស្ដាប់ជាដំណឹងមួយដែលល្អបំផុតសម្រាប់អ្នកធ្វើការផ្លាស់ប្ដូរទីតាំងមានន័យថាផ្លាស់ប្ដូរឋានៈឬក៏ឋានៈតែមួយតែទទួលបានអត្ថប្រយោជន៍ច្រើនជាងមុនឬក៏ប្រាក់ខែច្រើនជាងមុនអ្វីដែលសំខាន់ទីតាំងដែលគាត់បានផ្លាស់ប្ដូរគឺជាទីក្រុងដូច្នេះហើយការរស់នៅបែបផែនស្ងប់ស្ងាត់ការនៅស្រុកនៅភូមិអញ្ចឹងណាវាមានសភាពខុសប្លែកគ្នាតែម្ដងតែដល់ពេលយើងចូលទៅដល់ក្រុងគឺអាចដើរហើរបានរៀងជឿនលឿនរៀងអភិវឌ្ឍមិនសូវដីហុយអីអញ្ចឹងទៅគាត់បានទទួលបាននៅឱកាសមួយនេះហើយមិនស្ទាក់ស្ទើរនោះឡើយគាត់ក៏បានប្រាប់ថាចាបងខ្ញុំទទួលយកឱកាសមួយហ្នឹងហើយអរគុណមែនទែនដែលផ្ដល់ឱកាសមួយនេះមកដល់បងអូននៅពេលនោះហើយដែលគាត់បានសួរទៅមេថាដោយឡែកបងមិនបានផ្លាស់ប្ដូរខ្ញុំទៅអញ្ចឹងមិនក៏សម្រេចថាជាខ្ញុំមេរបស់គាត់បានឆ្លើយថាអូគឺមានបងស្រីម្នាក់ឥឡូវយើងដាក់ឈ្មោះថាបងស្រីសចុះបងស្រីសហ្នឹងគាត់បានជាប់អាហារូបករណ៍ទៅរៀនថ្នាក់បណ្ឌិតនៅប្រទេសអាល្លឺម៉ង់អញ្ចឹងក្នុងករណីនេះហើយកន្លែងមួយហ្នឹងគឺតនេអញ្ចឹងបងស្លឹងមើលហើយអត់មានអ្នកណាស័ក្តិសមជាងបងអូនទេអញ្ចឹងសូមបងអូនមេត្តាទៅជំនួសកន្លែងគាត់ទៅប៉ុន្តែខណៈនេះគាត់មិនទាន់ទៅភ្លាមៗទេគឺរយៈពេល1ខែក្រោយទៀតទៅបានគាត់ចាក់ចេញអញ្ចឹងបងអូនមានពេលវេលារយៈពេល4សប្តាហ៍ដើម្បីសិក្សាស្រាវជ្រាវបន្ថែមពីលើនឹងទៀតយល់ដឹងពីការងារដែលជាបន្ទុករបស់បងអូនបន្តពីបងស្រីសហ្នឹងគាត់បានលើដំណឹងហ្នឹងហើយគាត់ក៏ប្រាប់ថាអញ្ចឹងខ្ញុំសូម contact របស់បងស្រីសហ្នឹងបានអត់មេរបស់គាត់ក៏បានហុច contact ហ្នឹងមកឲ្យគាត់ក្រោយពីការសន្ទនាទាំងសប្បាយចិត្តផងខេបខប់ផងមកអង្គុយនៅកន្លែងនេះខំប្រាប់អ្នកម្ដាយផងឪពុកផងណាកូនបានផ្លាស់ប្ដូរកន្លែងទៅក្រុងហើយឡាក់នឹងឡាក់អញ្ចឹងទៅផុតពីការជម្រាបទៅដល់ក្រុមគ្រួសារគាត់ហើយគាត់ក៏បានទាញ add contact របស់បងស្រីសហ្នឹង message ទៅគាត់ណារបៀបថាបងខ្ញុំឈ្មោះស្រីនាងដែលត្រូវទៅជំនួសកន្លែងបងដូច្នេះហើយតើខ្ញុំអាចស្នើសុំសិក្សាពីបងបានអត់ការសន្ទនាចាស់តែបន្តទៅបន្តមកគាត់ក៏នឹកឃើញត្រង់ចំណុចមួយការផ្លាស់ប្ដូរកន្លែងបែបនេះគាត់ត្រូវការចាំបាច់ណាស់ស្វែងរកកន្លែងគេងស្វែងរកបន្ទប់ជួលស្វែងរកអីចឹងទៅអញ្ចឹងក្នុងករណីនេះប្រហែលជាកុំឲ្យខាតពេលឡើងចុះឆ្ងាយផងខាតពេលត្រូវសុំច្បាប់សុំអីផងកុំឲ្យកញ្ឆក់កដៀតអញ្ចឹងហេតុអ្វីមិនគាត់តាក់ទងជាមួយនឹងបងស្រីសពឹងពរឲ្យបងស្រីសនឹងស្វែងរកបន្ទប់ឲ្យគាត់តែម្ដងគិតបែបនេះហើយគាត់ក៏ message ទៅប្រាប់បងស្រីសថាបងអើយខ្ញុំអាចពឹងបងជួយរកបន្ទប់បានអត់បងស្រីសក៏គាត់ទទួលស្ដាប់នៅពាក្យអស់ហ្នឹងហើយគាត់ក៏ស្ម័គ្រចិត្តសប្បាយចិត្តនៅក្នុងការជួយទៅដល់បងស្រីនាងដែរអញ្ចឹងនៅពេលដែលគាត់បានទទួលពាក្យហ្នឹងហើយគាត់ក៏ធ្វើការប្រចាំថ្ងៃជាធម្មតាធ្វើបាន2 3ថ្ងៃគាត់ក៏ទទួលបានដំណឹងពីបងស្រីសវិញថាអូគាត់រកបានបន្ទប់មួយហើយចង់ឡើងមកមើលអត់ទទួលបានសារមួយនេះគាត់ក៏ឯកភាពហើយគាត់រៀបចំពេលវេលាដើម្បីឡើងទៅមើលទៅដល់ទីតាំងជួលមួយហ្នឹងគឺនៅក្នុងបរិវេណដែលបងស្រីសជួលតែម្ដងបានតែបងស្រីសក៏គាត់ជួលបន្ទប់នៅកន្លែងហ្នឹងដែរតោះខ្ញុំនាំឲ្យបងប្អូនសម័យទាំងអស់គ្នាថាតើបរិវេណនៃបន្ទប់ជួលមួយនេះមានសភាពបែបណាបងប្អូនសាកសម័យថាបងប្អូនដើរចូលទៅក្នុងខ្លោងទ្វារដីមួយដែលធំមានអគារចំនួន2មានដើមឈើធំៗនៅកន្លែងវាលកន្លែងហត់លេងអញ្ចឹងទៅនៅខាងស្នាមដៃគឺជាអគារដែលមានតាមជាន់នេះរបៀបថាបន្ទប់ដូចកម្មការិនីដែលគាត់តែងតែនិយមជួលអញ្ចឹងណាជាប់ដីតែម្ដងតាំងជួលអញ្ចឹងទៅមាន10បន្ទប់អីនៅចំពីមុខបងប្អូនគឺមានអគារចំនួន3ជាន់សុទ្ធសឹងតែជាខណ្ឌជាបន្ទប់ទាំងអស់អញ្ចឹងបានន័យថាម្ចាស់កន្លែងនេះគឺប្រើប្រាស់អគារទាំងពីរនេះធ្វើជាអាជីវកម្មរបស់ពួកគាត់ទៅដល់ភ្លាមបងស្រីនាងបានប្រាប់ថាបរិយាកាសគឺល្អខ្លាំងមែនទែនព្រោះទីធ្លាវាធំហើយមានខ្យល់បរិសុទ្ធខ្យល់បក់អីគឺល្អហ្មង perfect ហ្មងណាអញ្ចឹងក៏គាត់បានជួបម្ចាស់ផ្ទះបានដើរណែនាំប្រាប់ថាអូខេបន្ទប់ណាខ្លះសល់អីចឹងទៅគាត់បានឡើងទៅដល់ជាន់ទី2នៃអគារ3ជាន់
ចឹងនៅពេលដែលគាត់ឡើងទៅដល់ហ្នឹងបងស្រីសបានប្រាប់ថាអូនេះបន្ទប់របស់បងគាត់ឃើញបែបហ្នឹងគាត់ក៏សួរទៅម្ចាស់ផ្ទះថាចុះបន្ទប់នៅជាប់បងស្រីសហ្នឹងនៅសល់អត់ម្ចាស់ផ្ទះបានប្រាប់គាត់ថានៅសល់តែអត់មានអ្នកគេជួលទេគាត់ក៏សម្រេចចិត្តជួលបន្ទប់នេះតែម្ដងដោយឡែកនៅក្នុងមួយជាន់គឺមាន3បន្ទប់នៅជាន់ទី3ពុំមានបន្ទប់ណាត្រូវបានគេជួលតតែសោះអញ្ចឹង3បន្ទប់នៅពីលើគាត់ហ្នឹងគឺតែទេស្អាតតែម្ដងគាត់បានបើកទ្វារចូលទៅក្នុងបន្ទប់របស់គាត់នឹងឯងគាត់បើកចូលទៅព្រាមគាត់មានអារម្មណ៍ថាបន្ទប់ស្អាតមែនតើថ្មីមែនតើធំមែនតើមានវេរ៉ង់ដាមានអីមកហាលកៅអៅធ្វើម្ហូបអីគឺមកឆ្ងាញ់តែម្ដងបរិយាកាសគឺអំណោយផលដែលគាត់អាចមើលឃើញទេសភាពអាចមើលឃើញអីអញ្ចឹងណាអញ្ចឹងក្នុងករណីនេះគាត់ពេញចិត្តស្ដោកគាត់បានសម្រេចចិត្តថាគាត់យកបន្ទប់មួយនឹងហើយណាមួយទៀតបន្ទប់នេះគឺជាប់ជាមួយនឹងបងស្រីសអញ្ចឹងពួកគាត់អាចពិភាក្សាមួយការរឿងការងារតែធ្វើអីគេខ្លះណាគេខ្លះនៅក្នុងកន្លែងនឹងកាចមិនស្លូតមិនអីចឹងកន្លែងណាគេចរិតពោះចរិតអីចឹងណាលឿនចឹងណាចឹងគាត់បានភាសាផងក្រោយពីគាត់សម្រេចសម្រួលថាជួលបន្ទប់នេះហើយក្រោមតម្លៃឥឡូវឧទាហរណ៍ថា$50ទៅចុះនៅក្នុងមួយខែគាត់បានចាប់ផ្ដើមរើអីវ៉ាន់មួយចំនួនចូលមកក្នុងបន្ទប់មួយហ្នឹងពេលវេលាយប់ឡើងបានមកដល់ថ្ងៃក៏លិចបាត់ហើយនៅក្នុងយប់ទី1នេះមានហេតុការណ៍ចម្លែកបានកើតឡើងទៅហើយនៅក្នុងយប់នោះគាត់បានចាប់ផ្ដើមគេងជាយប់ទី1ដែលគាត់ស្នាក់នៅក្នុងអគារនេះគាត់ប្រាប់ថាប្រហែលយប់រាប់ចាប់ពីយប់ទី1តែងតែមានហេតុការណ៍អ្វីចម្លែកតែងតែកើតឡើងរហូតគាត់តែងតែឮសំឡេងគេទម្លាក់ឃ្លីនៅបន្ទប់ចំពីលើគាត់តែម្ដងសំឡេងឃ្លីបងប្អូនដឹងទេសំឡេងឃ្លីរបៀបម៉េចប៉ុកហើយឮល្មៀវស៊ឺចឹងទៅនៅពីលើក្បាលគាត់ហ្នឹងឯងជាច្រើនដងជាច្រើនសារបន្ថែមពីលើនឹងទៀតគាត់តែងតែឮសំឡេងមនុស្សបលែងគ្នាឲ្យសោយក៏ក្អឹកពេញហ្នឹងឯងឡើងខ្ទោពេញបន្ទប់គាត់តែម្ដងផុតពីសំឡេងហ្នឹងក៏តែងតែមានសំឡេងអុកតុកអុកទូក្រកក្រាពេញហ្នឹងឯងឲ្យតែយប់ឡើងកើតហេតុតែម៉ោងគេងឯងផុតពីហ្នឹងក៏ឮសំឡេងមនុស្សដើរប៉ុន្តែជាសំឡេងដើរជើងធ្ងន់មែនទែនបើគួរតែប្រៀបធៀបថាសំឡេងដែលដើរឲ្យអាចញាត់ដល់ជើងជាន់ខាងក្រោមគឺសំឡេងធ្ងន់មែនទែនក្នុងចិត្តគាត់គិតថាចាប្រហែលអ្នកខាងលើបលែងគ្នាប្រហែលខាងលើហ្នឹងគេក្រគេងអីហ្នឹងទាំងគាត់ភ្លេចខ្លួនថានៅខាងលើបន្ទប់ទាំង3មិនមានមនុស្សនៅឡើយរំលងបានប្រហែលជាប្រហែលថ្ងៃគាត់ក៏បានដើរទៅបន្ទប់របស់បងស្រីសហ្នឹងហើយនិយាយគ្នាលេងនិយាយពីរឿងការងារអីចឹងទៅដើម្បីផ្ទេរបស់មួយចំនួនតាក់តម្ដងតិចចឹងទៅចូលទៅដល់ភ្លាមពួកគាត់បានអង្គុយនិយាយពីការងារសុកសាប់ទៅបងស្រីសហ្នឹងប្រហែលប្រាប់គាត់ថាចានៅក្នុងបន្ទប់របស់បងស្រីសហ្នឹងគឺមានអ្នកថែសារហេតុអីបានគាត់ដឹងព្រោះគាត់គឺជាមនុស្សម្នាក់ដែលមានសំណុំសង្វារហើយមានជាប់ខ្សែនិស័យខាងបួសអញ្ចឹងហើយនៅក្នុងថ្ងៃមួយគាត់បានសុបិនឃើញមានលោកយាយចាស់ម្នាក់តែងតែប្រាប់គាត់ថាកុំភ្លេចសែនអីចឹងទៅត្រូវសែនអីនៅកន្លែងណាត្រូវសែនអីនៅកន្លែងណាតែងតែប្រាប់គាត់ជានិច្ចហាក់ដូចជាអ្នកថែសារគាត់បងស្រីនាងទទួលបានព័ត៌មានមួយនេះហើយគាត់ក៏មិនសូវយកចិត្តទុកដាក់ដែរគាត់បានតែថាចារបៀបទៅជឿពាក់កណ្ដាលមិនជឿពាក់កណ្ដាលមានមែនចិត្តថាអញ្ចឹងណារបៀបអញ្ចឹងណាអញ្ចឹងគាត់ស្ដាប់ឲ្យតែបានស្ដាប់ទេមិនយកចិត្តទុកដាក់តតែសោះមិនបានយកដាក់នៅក្នុងចិត្តតតែសោះប៉ុន្មានសប្តាហ៍ក្រោយមកគឺកាន់តែគៀកដល់ថ្ងៃដែលបងស្រីសត្រូវចាក់ចេញទៅរៀនអាហារូបករណ៍របស់គាត់ទទួលយកអាហារូបករណ៍របស់គាត់នៅប្រទេសអាល្លឺម៉ង់ហើយដូច្នេះហើយការងារក៏នៅសល់ច្រើនផ្ទេមិនទាន់អស់ទេអញ្ចឹងហើយបងស្រីសក៏គាត់ចេញកំណត់មួយថាចាណែស្រីនាងចាស់ទៅមិនអូនឯងមកគេងនៅបន្ទប់ជាមួយបងតែម្ដងទៅយើងគេងជុំគ្នាតែម្ដងអញ្ចឹងក្នុងករណីហ្នឹងហើយយើងស្រួលនិយាយគ្នាហើយបានកុំឲ្យវាកញ្ឆក់កណ្ដៀតម៉ោងវអូនឯងពិបាកទៅធ្វើមកហូបឬក៏ធ្វើការងារបងឯងអីឥឡូវអូនឯងមកគេងនៅបន្ទប់មួយបងតែម្ដងទៅណាមួយបងក៏គេចិត្តចឹងដែរអញ្ចឹងក្នុងករណីហ្នឹងតួក្នុងកលៈទេសៈណាសូម្បីតែមួយទឹកយើងអាចនិយាយគ្នាបានដែរនេះគឺជាគំនិតរបស់គាត់ណាបងស្រីនាងគាត់ស្ដាប់ហើយគាត់ថាអេតំណងដែរតាអាការងារហ្នឹងជារឿងមួយហើយប៉ុន្តែអ្វីដែលសំខាន់គឺចំណេញលុយគាត់នៅម្នាក់ឯងគាត់បង់$50ពេញអញ្ចឹងបើគាត់មកនៅ2នាក់អញ្ចឹងម្នាក់តែពាក់កណ្ដាលតាអញ្ចឹងគឺចំណេញណាគាត់បានពិចារណាបែបនេះហើយគាត់ក៏ទទួលយកសំណើរបស់បងស្រីសហើយក៏រើបន្ទប់មកនៅជាមួយនឹងបន្ទប់បងស្រីសពេលដែលគាត់មកនៅថ្ងៃទី1បងស្រីនាងគាត់ប្រាប់ថាចាមិនដឹងថាវាចម្លែកបន្ទប់ថ្លៃបន្ទប់ឬក៏បែបណាប៉ុន្តែមិនក៏គាត់មានអារម្មណ៍ថាដូចតែចាក់ដូចរៀងភឺហើយនៅក្នុងបន្ទប់គាត់ដូចមិនអីទេមកនៅបន្ទប់បងស្រីសចេះតែមានអារម្មណ៍ថាមានគេមើលមកគាត់តាមដានគាត់គ្រប់សកម្មភាពគាត់ទៅណាក៏ចេះតែមានអារម្មណ៍ថាមានភ្នែកមួយគូបាញ់មករកគាត់ជានិច្ចតែមិនមែនជាភ្នែករបស់បងស្រីសទេព្រោះនៅពេលដែលគាត់មានអារម្មណ៍ថាភ្នែកមួយគូបាញ់មកនេះគាត់តែងតែកលេចមើលទៅបងស្រីសឧទាហរណ៍ថាគាត់មានអារម្មណ៍ថាភ្នែកបាញ់មកពីខាងស្ដាំគាត់កលេចទៅបងស្រីសនៅខាងឆ្វេងហ្នឹងហើយគាត់កលេចទៅខាងស្ដាំដែរអត់មានមនុស្សទេអញ្ចឹងហេតុអ្វីមិនគាត់ចេះតែមានអារម្មណ៍ថាមានគេមកមើលគាត់រហូតអញ្ចឹងគឺឈរមើលគ្រប់ជំហានតែគាត់មានអារម្មណ៍ថារៀងខ្លាចព្រឺគាត់អត់សូវហ៊ាននៅម្នាក់ឯងទេលុះត្រាតែបងស្រីសនៅហ្នឹងតែគាត់ហ៊ាននៅហេតុការណ៍ទាំងអស់នេះគឺកើតឡើងដដែលជារៀងរាល់ថ្ងៃតែបាត់ថាបងស្រីសគាត់អ្នកដឹងរឿងហើយគាត់បានសែនលាក់គាត់បានព្យាយាមប្រាប់ប៉ុណ្ណាក៏ដោយតែបងស្រីសសែនគឺជារឿងរបស់គាត់បងស្រីនាងគឺជ្រើសរើសមិនធ្វើអ្វីទាំងអស់គាត់រស់នៅតាមបែបអ្នកជួលនិងម្ចាស់ធម្មតាឥឡូវនេះយើងខាទៅខាងមុខនៅពេលដែលបងស្រីសត្រូវចាក់ចេញទៅរៀននៅប្រទេសអាល្លឺម៉ង់អញ្ចឹងបន្ទប់មួយនេះនៅសល់តែគាត់ម្នាក់ឯងតែប៉ុណ្ណោះគាត់កាត់កូនចិត្តមួយថាចេះបងលុយពេញបាត់មុននឹងបងតែម្នាក់ពាក់កណ្ដាលម្នាក់25ហ្នឹងយើងសល់លុយខ្លះជូនឲ្យម៉ែផងបានទិញអីវ៉ាន់អីខ្លួនឯងតែទួចផងនៅសល់លុយបានសំខ្លះឥឡូវនៅតែម្នាក់ឯងអញ្ចឹងមិនត្រូវបង់$50ពេញទេគាត់គិតបែបហ្នឹងគាត់ក៏មានគំនិតមួយទៀតថាចេះឥឡូវចាស់ទេគិតចុះទៅខាងក្រោមដើម្បីសួរម្ចាស់ផ្ទះមិនតថ្លៃគាត់តិចទៅសុំគាត់ទៅឲ្យចុះថ្លៃចុះត្រឹម40អីទៅវាចំណេញ10រៀលអីដែរគិតបែបនេះហើយគាត់ក៏បានបើកទ្វារចុះទៅខាងក្រោមហើយគាត់បានចរចាជាមួយម្ចាស់ផ្ទះណារបៀបថាអ៊ំអើយអ៊ំខ្ញុំដូចមិនសូវធូរធារទេអញ្ចឹងហើយមិនអ៊ំជួយបញ្ចុះតម្លៃជួលតិចទៅពី50ហ្នឹងមកសល់ត្រឹមតែ40ទៅបានហើយ
និយាយបែបណាក៏អ៊ំម្ចាស់ផ្ទះនឹងមិនព្រមគាត់នៅតែលើកអះអាងថាផ្ទះបងអ៊ំថ្មីកន្លែងហ្នឹងកន្លែងល្អហើយអូនឯងមើលរស់នៅស្រួលអត់ហើយជួលតម្លៃប៉ុណ្ណឹងទៅដើររកនៅកន្លែងណាបងស្រីនាងគាត់នៅតែប្រកាន់គោលការណ៍ចង់សំលុយចឹងគាត់នៅតែស្នើសុំឲ្យ$40ទៅវិញទៅមករហូតដល់ម្ចាស់ផ្ទះគាត់ថាឥឡូវចាស់ទៅអូនឯងទៅនៅជាន់ទី3សល់3បន្ទប់ហ្នឹងចឹងអូនឯងស្រឡាញ់បន្ទប់ណានៅបន្ទប់ហ្នឹងទៅអ៊ំគិតឲ្យតែ$35តែប៉ុណ្ណោះគាត់ឮថា45ដំបូងថាចរចាចុះតែ$10តាឥឡូវបានឡើងទៅដល់លើចំណេញថែម$5ទៀតអញ្ចឹងចំណេញដល់$5-10រឿងអីអត់ទៅគិតបែបនេះហើយគាត់ក៏ឯកភាពព្រាមថាអូខេអញ្ចឹងខ្ញុំព្រមហើទៅជាន់ទី3និយាយបែបនេះហើយអ៊ំម្ចាស់ផ្ទះគាត់ក៏នាំបងស្រីនាងទៅជាន់ទី3ដើម្បីឲ្យហើបន្ទប់បងស្រីនាងគាត់ក៏ជ្រើសរើសបន្ទប់កណ្ដាលដែលជាបន្ទប់មួយនៅពីលើបន្ទប់គាត់ចាស់កាលមុនហើនៅជាមួយនឹងបងស្រីសគាត់នៅបន្ទប់កណ្ដាលជាន់ទី2ចឹងឥឡូវគាត់ជ្រើសរើសបន្ទប់កណ្ដាលដដែលតែជាន់ទី3ពេលទៅដល់ភ្លាមមុនបាច់ទ្វារចូលម្ចាស់ផ្ទះក៏ប្រាប់ថាចេះបន្ទប់នេះពីទៅមានគេរើចាញ់ទេមុនឯងមកបន្តិចហ្នឹងឯងបន្ទប់ហ្នឹងពីមុនមកមានប្អូនស្រីម្នាក់នៅហ្នឹងប៉ុន្តែធ្វើការរបៀបអ្នកបំរើនៅក្នុងការ៉ាអូខេស្រីបំរើនៅក្នុងការ៉ាអូខេជារបស់គាត់ណាហើយតែងតែមានផុសចាញ់ចូលបន្ទប់គាត់ច្រើនពេកប្លែកមុខហើយអ៊ំអត់ចូលចិត្តទេចាញ់ចូលប៉ាវេនដីរបស់អ៊ំហ្នឹងប្លែកមុខរហូតមិនដឹងណាល្អមិនដឹងណាអាក្រក់ហើយមើលមកដូចកន្លែងអ៊ំហ្នឹងកន្លែងរស់ស៊ីអញ្ចឹងអ៊ំទ្រាំមិនបានក៏ឲ្យប្អូនស្រីហ្នឹងរើចាញ់ទៅអញ្ចឹងហើយទៅបន្ទិនទៅនេះគាត់បានស្ដាប់ឮបែបហ្នឹងគាត់ក៏និយាយថាអូអញ្ចឹងចាអ៊ំចាគាត់ជឿម្ចាស់ផ្ទះទាំងស្រុងតែម្ដងមិនមានការងឿងឆ្ងល់មិនមានចម្ងល់អ្វីទាំងអស់គាត់ភ្លេចខ្លួនថាបន្ទប់មួយហ្នឹងគឺជាបន្ទប់នៅពីលើគាត់ហើយគាត់ភ្លេចខ្លួនថាគាត់បានឮឃ្លីធ្លាក់ជារៀងរាល់យប់គាត់បានឮសំឡេងដើរជើងធ្ងន់ជារៀងរាល់យប់គាត់ភ្លេចអារឿងអូសតុកអូសទូគឺភ្លេចឲ្យចឹងតែម្ដងដូចមានអីដែលបំបត្តិការចងចាំរបស់គាត់ណាតែនេះគឺជាការសប្បាយចិត្តពេកដោយសារតែគាត់បានជួលបន្ទប់ថោកជាងមុនទើបគាត់ភ្លេចទាំងអស់ឬក៏យ៉ាងណានៅពេលដែលម្ចាស់ផ្ទះបើកសោចូលហើយនេះគាត់ដើរចូលទៅក្នុងបន្ទប់ហ្នឹងជាលើកទី1គាត់មានអារម្មណ៍ថាបន្ទប់មួយហ្នឹងគឺក្តៅខ្លាំងមែនទែនក្តៅដូចនៅក្នុងឡអញ្ចឹងវាចម្លែកមែនទែនបន្ទប់នៅជាន់លើគេបំផុតនិយាយពីដំបូងក៏មានអ៊ីសាឡង់អីបាត់ទប់កម្ដៅអីដែរហើយខ្យល់ចេញចូលតាមិនក៏មានអារម្មណ៍ថាបន្ទប់ហ្នឹងក្តៅដូចឡអញ្ចឹងផុតពីក្តៅដូចឡគាត់មានអារម្មណ៍ថាធំខ្លួនស្អុយមែនទែនស្អុយខ្លាំងស្អុយរបៀបមិនស្អុយសាកសពទេតែរបៀបថាស្អុយសាកសម័យចាស់បន្ទប់មួយហ្នឹងសុទ្ធតែដីតែម្ដងអញ្ចឹងអារបៀបស្អុយដីហើយធំខ្លួនឈួលពេញចំហគឺបែបហ្នឹងហាក់ដូចជាបន្ទប់មួយហ្នឹងបានទុកចោលមិនមែនទៅតែគាត់មុនគាត់មកនៅមួយខែហ្នឹងទេមែនទេតែហាក់ដូចជាស្ថានភាពបើសិនជាប្រៀបធៀបគួរតែថាបន្ទប់ហ្នឹងទុកចោល10ឆ្នាំរបៀបថាមានសបកពីងក្រាំងពេញហ្នឹងណាតែលេខទៅកន្លែងណាក៏មានដីហុយចុកដីក្រាស់ខ្លាំងមែនទែនគឺបើសិនជាទុកចោលកន្លះឆ្នាំមួយឆ្នាំមិនអាចគោដីអញ្ចឹងទេវាមិនអាចតែនេះហាក់ដូចជាសភាពមួយដែលបន្ទប់ហ្នឹងវាទុកចោលយូរពេកដែលដីហ្នឹងវាក្រាស់ខ្លាំងពេកហើយម្ចាស់ផ្ទះហ្នឹងគាត់ឃើញទឹកមុខរបស់បងស្រីនាងណាក៏គាត់និយាយកាត់ទៅថាអ៊ំដែលឡើងមកបោះជូតតាំងពីអូនស្រីហ្នឹងនៅហើយនេះជន់លើផងប្រហែលខ្យល់បក់អីចឹងទៅវាដីហុយច្រើនចឹងអូនឯងសម្អាតតិចនៅបានហើយគាត់ក៏ទទួលគាត់ក៏ជឿទាំង100%ណាគិតថាបន្ទប់ហ្នឹងអត់អីប្រហែលដូចអ៊ំហ្នឹងនិយាយចឹងហ៎ចឹងគាត់ក៏ចាប់ផ្ដើមបោះជូតទទួលសោឡាក់អីចឹងទៅគាត់ក៏ចាប់ផ្ដើមរើឲ្យបានចូលល្មមធ្លាក់លងតែម្ដងយប់ទី1ដែលគាត់គេងនៅក្នុងបន្ទប់នេះគឺមិនមានរឿងអ្វីកើតឡើងទាំងអស់គឺជាការគេងសោយសុខស្កប់ស្កល់ខ្លាំងមែនទែនយប់ទី2នៅតែមិនមានបញ្ហាអ្វីតែយប់ទី3ចាប់ពីយប់ទី3តែងតែមានរឿងរ៉ាវចម្លែកកើតឡើងចំពោះគាត់តោះបងប្អូនទាំងអស់គ្នាតើមានរឿងរ៉ាវអ្វីខ្លះកើតឡើងគាត់ប្រាប់ថាចាប់ពីយប់ទី3នៅពេលដែលគាត់គេងគឺតែងតែមានអ្នកមកសង្កត់គាត់មកចាប់ដៃចាប់ជើងគាត់ធ្វើឲ្យគាត់មានអារម្មណ៍ថាថប់ដង្ហើមចង់ដាច់ខ្យល់ណាកុំមើលដៃកុំមើលជើងអត់រួចទាល់តែសោះទ្រាំតែគាត់ហើរួចរបៀបថាអត់ដឹងថាខ្លួនឯងត្រូវបានគេសង្កត់ដឹងតែខ្លួនឯងហើអត់រួចហើក៏ត្រាក់បានមកទៅហឹងហ្នឹងភ្ញាក់មែនទែនហើយបែកញើសជោគដង្ហើមដកចង់ដល់គ្នាអារម្មណ៍ថប់ដង្ហើមនៅជាប់នៅនឹងនៅឡើយគឺជាស្ថានភាពជារៀងរាល់យប់ដែលគាត់តែងតែជួបគាត់ទទួលបានបទពិសោធន៍បែបនេះហើយគាត់ប្រាប់ខ្លួនឯងថាតិចខ្មោចលងតិចក្នុងបន្ទប់ហ្នឹងមានខ្មោចតែចិត្តមួយក៏ទាញមកប្រាប់ថាប្រហែលវិជាសាស្ត្រឥឡូវយើងគិតតាមវិជាសាស្ត្រប្រហែលឈាមរបស់គាត់ដើមស្រួលគាត់នៅខ្ពស់ពេកអីឡើងអីចឹងទៅខ្វះសារធាតុខ្វះជីវជាតិអាហាររបស់គាត់ណាមួយទៅគាត់មិនសមចៃអីចឹងទៅអញ្ចឹងហើយទៅបណ្ដាលឲ្យឈាមទាំងអស់នៅក្នុងចរន្តខ្លួនរបស់គាត់ហ្នឹងដើរមិនស្រួលទៅមិនមានអាការៈដូចគេសង្កត់បែបហ្នឹងគាត់គិតបែបហ្នឹងគាត់មិនខ្វាយខ្វល់អ្វីទាំងអស់ហើយគាត់នៅតែធ្វើការគេងនៅក្នុងបន្ទប់ហ្នឹងដដែលជាដដែលព្រឹកចេញយប់ចូលពេលទំនេរក៏ដើរលេងជាមួយមិត្តភក្តិតែគាត់មានចម្ងល់ត្រង់ចំណុចមួយគាត់ថាចាស់បន្ទប់ហ្នឹងគាត់បោសស្អាតជារៀងរាល់ថ្ងៃព្រោះគាត់ជាមនុស្សអាសាគាត់អត់ចេះនៅកន្លែងកកិចទេចឹងនៅក្នុងបន្ទប់ទឹកអីគឺខ្ញងតែម្ដងសឹងតែថាដោយបងប្អូនស្រីៗនៅពេលដែលគាត់សក់នៅពេលដែលមួយទឹកអីធ្លាក់សក់ធ្លាក់អីចឹងណាបន្ទប់ទឹករបស់គាត់គឺខ្ញងហ្មងសក់មកតែស្អីក៏អត់មានដែរគឺគាត់ជាមនុស្សស្អាតបែបហ្នឹងទោះត្រង់ថាគាត់បោសសម្អាតជារៀងរាល់ថ្ងៃបោសយ៉ាងណាក៏ដោយឲ្យតែចេញពីធ្វើការចូលមកវិញឃើញស្ថានភាពបន្ទប់របស់គាត់គឺធូលីក្រាស់ដដែលគឺដីញុកហ្មងណាវាមិនសមហេតុផលបើបោសស្អាតហើយច្រើនណាស់យើងមើលមិនផ្លែងឃើញតែដើរទៅលើកជើងទៅវាឃើញកកិចអាហ្នឹងវាសមហេតុផលណាតែបើកមកវាហាក់ដូចជាស្ថានភាពមួយដែលដូចពេលគាត់រើចូលថ្ងៃទី1អញ្ចឹងគឺអត់ស្អាតទេគឺដីនៅតែក្រាស់គោពេញគឺឃើញនឹងផ្លែកហ្មងបោសស្អាតប៉ុណ្ណាឲ្យតែចេញហើយចូលមកវិញដីក្រាស់ម្ដងទៀតនេះគឺជាសកម្មភាពស្ថានភាពដែលគាត់តែងតែជួបមានថ្ងៃមួយគាត់ជួបរឿងរ៉ាវបែបហ្នឹងហើយគាត់ក៏យកទៅប្រាប់មិត្តភក្តិគាត់ប្រាប់ថាតែបន្ទប់ឯងជួបរឿងចាចិត្តតែដេកមានអារម្មណ៍ថាខ្មោចសកត់ហើយមានអារម្មណ៍ថាដូចអត់សូវស្រួលឥឡូវជួយគិតគ្នាមើលតិចបន្ទប់ហ្នឹងមានខ្មោចអញ្ចឹងណាមិត្តភក្តិរបស់គាត់ក៏ថាអើយវាមិនដែលទេគិតតែខ្លួនឯងហ្នឹងគាត់ក៏លើកតាក់ឡៃកមួយទៀតណាថាចុះឥឡូវបន្ទប់ខ្ញុំនេះបោសស្អាតរាល់ថ្ងៃនេះមិនក៏ចូលមកវិញឃើញតែដីក្រាស់វាសមហេតុផលអត់មិត្តភក្តិរបស់គាត់ក៏នៅតែនិយាយថាមិនមែនខ្មោចទេពេលខ្លះខ្យល់បក់ខ្លាំងអញ្ចឹងណាក្នុងករណីហ្នឹងហើយទៅបានដីវាហុយចូលអញ្ចឹងណាគាត់ទទួលបានពាក្យហ្នឹងគាត់ក៏គិតអញ្ចឹងទៅគិតអញ្ចឹងកុំឲ្យខ្លួនឯងបន្លាចខ្លួនឯងណាមួយនៅតែម្នាក់ឯងផងចាប់ពីថ្ងៃនោះមកក៏មានហេតុការណ៍ថ្មីជាបន្តទៀតបានកើតឡើងចំពោះគាត់ប្រាប់ថាចេះចាប់ពី
ពីថ្ងៃដែលគាត់បានប្រាប់មិត្តភក្តិគាត់ណារៀងរាល់ម៉ោងញ៉ាំបាយគាត់មិនអង្គុយញ៉ាំបាយនៅកន្លែងធ្វើការទៀតទេគាត់មកញ៉ាំបាយនៅឯផ្ទះព្រោះនៅផ្ទះជួលរបស់គាត់ហ្នឹងវាគៀកនៅកន្លែងធ្វើការដូចគ្នាដែរចឹងបានធ្វើបាយផងវាសំលុយច្រើនហើយបានងូតទឹកដើម្បីឲ្យខ្លួនឯងរៀងស្រស់ស្រាយដើម្បីបំពេញការងារបន្តទៀតគាត់ថាចាប់ពីថ្ងៃនោះមករាល់ពេលដែលគាត់ទៅដល់បន្ទប់ពេលថ្ងៃឡើងនេះម៉ោង 12:10 នាទីអញ្ចឹងណាគាត់តែងតែបើកទ្វារខាងក្រោយចោលទៅវេរ៉ង់ដាគាត់បើកទ្វារបើកប្អួយអីអញ្ចឹងទៅឲ្យវាមានខ្យល់ចេញចូលកុំឲ្យវាក្តៅពេកព្រោះគ្រប់ពេលដែលគាត់ចូលមកពេលថ្ងៃហ្នឹងវាក្តៅដូចឡអញ្ចឹងឲ្យវាដង្ហើមខ្យល់គាត់ថាពេលគាត់ដើរឡើងមកហ្នឹងគឺឃើញតែស្លឹកឈើអីគឺមានខ្យល់ហើយខ្យល់មកប៉ះខ្លួនគាត់ពិតប្រាកដមែនប៉ុន្តែហេតុអ្វីនៅពេលដែលគាត់បើកទ្វារបន្ទប់គាត់ចោលមិនមានខ្យល់ចូលសោះតតែអញ្ចឹងគាត់គិតថាប្រហែលស្ងប់ខ្យល់ហើយចឹងគាត់អឺតមើលខាងក្រៅអត់ទេចេញដល់វេរ៉ង់ដាមានខ្យល់តែអញ្ចឹងមិនក៏ខ្យល់បក់អត់ចូលក្នុងបន្ទប់គាត់តតែសោះអញ្ចឹងហើយមានអារម្មណ៍ថាដូចមានរនាំងអីមកបាំងបន្ទប់គាត់សុំបីតែខ្យល់មិនតិចក៏ចូលអត់រួចគឺហប់យកតែមែនតែម្ដងបន្ថែមពីលើនឹងទៀតខ្យល់បក់គឺមិនមែនបក់ខ្លាំងអត់បក់ខ្លាំងតតែសោះតែម្ដងអត់បក់ខ្លាំងទេគឺបក់មកលហើយមកយើងដកដង្ហើមស្រួលមកមានអារម្មណ៍ថាមានខ្យល់តែប៉ុណ្្នឹងតែទ្វារដែលគាត់បើកឲ្យតែគាត់បើកហើយគាត់ដើរចេញទ្វារដែលគាត់បើកទាំងឡាយហ្នឹងគឺបិទមួយទំហឹងដំណើរគ្នាទាំងមុខទាំងក្រោយអារបៀបថាគាត់បើកប្រាអត់មានខ្យល់បក់ទេគ្រាន់តែគាត់ដើរពី3ចាហៀនក្តាំងបិទមិនមែនបិទទ្វារតែមួយណាបិទទាំងមុខទាំងក្រោយគឺបិទទាំងអស់ស្របពេលគ្នាគឺក្តាំងក្នុងពេលតែមួយតើចម្លែកដែរទេអត់បងប្អូនវាគប់ជួនពេកដឹងបើសិនជាយើងវិភាគតាមវិទ្យាសាស្ត្រថាប្រហែលជាដៃទ្វារហ្នឹងវារេអញ្ចឹងណាទ្វារដៃទ្វារឈើហ្នឹងវារីកមៀតអីអញ្ចឹងទៅដែលធ្វើឲ្យទ្វារទាំងមូលហ្នឹងវាមិនស្មើអញ្ចឹងវាបិទអូតូអញ្ចឹងណាតែទោះបិទប៉ុណ្ណាក៏ដោយវាមិនមែនជាកម្លាំងមួយដែលបិទខ្លាំងនោះទេតែនេះហាក់ដូចជាមានមនុស្សឈរនៅទ្វារហ្នឹងហើយទាញខ្ទប់មកទៅហឹងដែលបង្កកំណត់អារម្មណ៍មួយដែលគួរឲ្យខ្លាចបំផុតមួយរយៈកន្លងមកទៀតក៏មានអ្នកជួលបន្ទប់នៅជាប់បន្ទប់គាត់នៅជាន់ទី3ហ្នឹងពេលនេះគាត់គិតថាឡើងឯកោហើយអារម្មណ៍ខ្លាចហ្នឹងក៏យើងធូរដែរព្រោះថាមានគេនៅចិត្តខាងហ្នឹងអញ្ចឹងមិនមានការអីមានគេជួយហើយទោះត្រង់ថាគ្រួសារណាក៏ដោយឲ្យតែរើចូលកន្លែងហ្នឹងនៅបានតាមអាទិត្យយូរបំផុតមួយខែគឺរើចេញទាំងអស់រើចេញដោយស្ងាត់រើចេញដោយមិនមានហេតុឲ្យវាថាគាត់ទៅធ្វើការមកវិញបាត់អស់លីងប្រោយរបៀបអញ្ចឹងម្នាក់ជា2នាក់ជា3នាក់នៅតែការហេតុដដែលគាត់មិនចាប់អារម្មណ៍ទេគាត់ក៏សួរម្ចាស់ផ្ទះគាត់ក៏មិនបានចាប់អារម្មណ៍អ្វីទាំងអស់គាត់គិតថាប្រហែលសេដ្ឋកិច្ចហើយណាមួយ2022វាខ្ទង់ក្រោកពីកូវីដផងអញ្ចឹងទៅម្នាក់មិនសូវមានធនធានអីអញ្ចឹងណាតែបើថាបន្ទប់នឹងវាថោកមែនប៉ុន្តែហើយលោកគេបានរកកន្លែងណាយ៉ាងធូរជាងហ្នឹងអីអញ្ចឹងទៅអញ្ចឹងគាត់ក៏មិនខ្វល់ខ្វាយដែរចាប់ពីពេលនោះមកគាត់ក៏ចាប់អារម្មណ៍ថាមានរឿងរ៉ាវចម្លែកកើតឡើងជាបន្តបន្ទាប់គាត់ថាទៀងម៉ោងខ្លាំងមែនទែនម៉ោង3ម្ដងម៉ោង5ម្ដង3យប់ម្ដង5ទៀតភ្លឺម្ដងទៀងម៉ោងមែនទែនគឺតែងតែឮសំឡេងទ្វារអាទ្វាររបៀបតិចទ្វារវាឆេះហើយវាស្ងួតអញ្ចឹងឮគឺឮសំឡេងបែបហ្នឹងយឺតតែឮខ្លាំងហើយយូរមែនតើរបៀបបើកសំចេញពីបន្ទប់ដែលគ្មានមនុស្សនៅជាប់បន្ទប់គាត់នឹងឯងក្រោយពីបើកអញ្ចឹងហើយគឺបោកទុបក្រាំងមកទៅហើយទៀងម៉ោងមែនតើម៉ោង3ម្ដងម៉ោង5ម្ដងជារៀងរាល់ថ្ងៃមិនដែលរំលងសោះផុតពីហ្នឹងក៏មានហេតុការណ៍ចម្លែកកើតឡើងក្នុងបន្ទប់គាត់គឺគាត់តែងតែធ្លាក់អីវ៉ាន់ធ្លាក់នេះធ្លាក់នោះគាត់ដាក់កែវទឹកវាប្រើកំប៉ុងជ័របានបន្តិចរបូតធ្លាក់ពីចំតុកអីចឹងណារៀនចឹងណាឬក៏សភៅអីចឹងធ្លាក់ក្ដុកបិចធ្លាក់ក្ដុកគឺធ្លាក់រហូតមិនចេះខ្វះរបស់ធ្លាក់ដែលមិនគួរធ្លាក់ដែលមិនសមនឹងធ្លាក់តែវានៅតែធ្លាក់ផុតពីហ្នឹងគឺគាត់តែងតែឮសំឡេងមនុស្សរត់នៅក្នុងបន្ទប់គាត់គាត់ពងតែគេងតែឮរត់ពេញបន្ទប់រត់ពេញបន្ទប់មកជុំងុំរត់ពីលើពីដានទៀតហើយ2ម៉ោងម្ដងគាត់តែងតែឮសំឡេងចុចទឹកនៅក្នុងបន្ទប់ទឹករបស់គាត់2ម៉ោងលឺចុចទឹកម្ដង2ម៉ោងចុចទឹកម្ដងទៀតពេលទៀតភ្លឺផុតពីអាសំឡេងក្តាំងហ្នឹងអាសំឡេងទ្វារបិទក្តាំងហ្នឹងអ្វីដែលគាត់ឮគឺជាភ្លេងខ្លងខែកអាភ្លេងគេហែសពគឺឮរាល់ថ្ងៃមិនដែលខានគាត់ថាឮបងម្ដងគាត់ថាប្រហែលគេហែសពប៉ុន្តែនេះឮរាល់ថ្ងៃវាមិនដែរអាណាគេហែសពរាល់ថ្ងៃអញ្ចឹងទេគាត់ឮជារៀងរាល់ថ្ងៃហេតុការណ៍នេះគឺកើតឡើងដដែលហេតុការណ៍ដែលខ្ញុំបានរៀបរាប់ទាំងបានហ្នឹងមិនរំលងសោះសំបីមួយថ្ងៃបណ្ដាក់ជាប់តែម្ដងគាត់នៅតែទ្រាំរស់គាត់គិតថាតម្លៃបន្ទប់នឹងវាធូរថ្លៃហើយកុំគិតច្រើនគិតតាមនៃវិទ្យាសាស្ត្រគាត់ល្វើគាត់អីចឹងទៅអញ្ចឹងប្រហែលជាអ្វីទាំងអស់ស្ថិតនៅក្នុងសបិនអ្វីទាំងអស់ស្ថិតនៅក្នុងការសម័យរបស់គាត់ទេមិនមែនជាការពិតនោះឡើយគាត់បន្តទ្រាំរស់រយៈពេលមួយរយៈធំប៉ុន្តែអ្វីមិនល្អប្រសើរនោះឡើយស្ថានភាពទាំងមូលកាន់តែធ្ងន់ធ្ងរយ៉ាប់ទៅយូរទៅដែលបង្កអារម្មណ៍មួយដែលឲ្យគាត់ខ្លាចបន្ទប់ខ្លួនឯងរបៀបចាញ់ច្រាបបងប្អូនរបៀបដល់ម៉ោងត្រូវទៅផ្ទះហើយអាឈររេរនៅខាងមុខនឹងអត់ហ៊ានចូលផ្ទះអាបើកទ្វារចូលហើយមានអារម្មណ៍ថាសៀវគឺអារម្មណ៍បែបហ្នឹងហើយគាត់នៅតែមានអារម្មណ៍ថានៅពេលគ្រប់ពេលដែលគាត់ដើរផុតលបងធំហ្នឹងគឺមានមនុស្សឈរមើលពីជាន់ទី3កន្លែងបន្ទប់គាត់ហ្នឹងមកមើលគាត់រហូតដល់គាត់ឡើងដល់បន្ទប់ចាក់សោចូលទាំងភ័យខ្លាចនៅតែមានអារម្មណ៍ថាមានភ្នែកមួយគូមើលមកគាត់ទៀតផុតពីហ្នឹងគឺគាត់ចាប់ផ្ដើមកើតហេតុទៀតហើយគាត់ចាប់ផ្ដើមសុបិនចម្លែកខ្លាំងមែនទែនអ្វីដែលគាត់ឃើញដងនេះកាន់តែច្បាស់ទៅគាត់ឃើញព្រាយស្រីក្រចកវែងខ្លាំងមែនទែនសក់រញ៉ៃសំពងអញ៉ៃបើមុខវិញគឺអាក្រក់ខ្លាំងណាស់អាក្រក់ខ្លាំងរហូតដល់ខ្លាចគាត់ខ្លាចនៅក្នុងយល់សពហ្នឹងខ្លាចអង្គើខ្លួនអត់រួចគឺអាក្រក់ខ្លាំងមែនទែនតែងតែមកដេញគាត់របៀបចោលហើយស្រេចចេញពីបន្ទប់អញរបៀបអញ្ចឹងជារៀងរាល់យប់គឺគាត់យល់សពដដែលបើថាគាត់សម័យក៏បកកាយសម័យឲ្យយល់សពដូចគ្នាណាអត់អាចទេគឺគាត់យល់សពដដែលមិនដែលខាននោះឡើយផុតពីហ្នឹងព្រាយហ្នឹងបានបង្ហាញដេញគាត់ចេញពីបន្ទប់អញហើយដឹងព្រាយហ្នឹងធ្វើម៉េចទេគឺរត់ឡើងអញ្ចឹងណាបងប្អូនរត់ឡើងអញ្ចឹងសំដៅទៅប្អួយហើយហក់ចុះតែម្ដងមិនមែនរត់ដូចមនុស្សនៅជាប់ដីណាអត់ទេរត់ពីអញ្ចឹងចេញទៅប្អួយហក់ដីលឺស្រដគាត់លឺពេញតិចរបស់គាត់លឺដឹបផុតពីលឺដឹបហ្នឹងហើយអ្វីដែលគាត់បានលឺបន្តគឺព្រាយស្រីហ្នឹងមកគោះទ្វារនៅពីមុខគាត់នេះនៅជាន់ទី3នេះលឺសូរ
អារបៀបថាគោះងួនទ្វាគួរតែនិយាយថាអាឃើញគេដេញអញ្ចឹងហើយឃើញរត់ចេញពីប្អួតទម្លាក់ខ្លួនគ្រាន់តែលឺដិបដល់ដីអាទ្វារបស់គាត់នេះលឺសូគេគោះបាត់ទៅហើយលឺសូគេងួនលឺសូគេដំបាត់ទៅហើយគាត់ប្រាប់ថាសំលេងគឺគួរឲ្យខ្លាចខ្លាំងណាស់ព្រោះគោះខ្លាំងពេកគោះស្ទើរតែបាក់ទ្វានឹងបាក់ចេញបានបើកទ្វាបាក់តែម្ដងដូចក្នុងរឿងនៅពេលដែលប៉ូលីសធាក់ទ្វាចូលគឺស្ថានភាពដែលគាត់ទទួលបានសម្ពាធដែលបានធ្វើទៅលើទ្វាហ្នឹងគឺរូបភាពតែមួយបែបហ្នឹងបញ្ជាក់ថាសុបិននេះកើតឡើងដដែលឈុតឆាកតែមួយជារៀងរាល់ថ្ងៃមកដេញហក់ទម្លាក់ខ្លួនមកងួនទ្វាគាត់មកធាក់ទ្វាគាត់រូបភាពកើតឡើងដដែលពេលនោះហើយដែលគាត់ចាប់ផ្ដើមបាយកំណត់ចាប់ផ្ដើមមើលរឿងខ្មោចស្ដាប់ channel ធំណានៅក្នុង YouTube ដើម្បីចង់ដឹងថាតើអ្វីដែលគាត់ជួបហ្នឹងមានអ្នកគេជួបដូចគាត់អត់ចឹងផុតពីមួយ channel ទៅមួយ channel ស្ដាប់ការបកស្រាយជាបន្តបន្ទាប់ហើយដែលបងបានរៀបរាប់អំពីរឿងហេតុខ្មោចលងពីប្រិយមិត្តជាដើមឡាអីចឹងទៅគាត់ចាប់ផ្ដើមដឹងហើយថាអ្វីដែលគាត់បានជួបប្រទះនេះមិនមែនជាបញ្ហាផ្នែកវិទ្យាសាស្ត្រនោះឡើយនេះគឺជាបញ្ហាអបិយជំនឿ 100% ហើយខ្ញុំសូមសរសើរបងស្រីដែរថាបងស្រីទ្រាំរស់មួយរយៈធំនៅកន្លែងហ្នឹងទើបដឹងខ្លួននៅពេលដែលស្ដាប់រឿងខ្មោចនេះបើសិនជាបងប្អូនប្រិយមិត្តកម្មវិធីជើវវិញដឹងតាំងពីដំបូងម្ល៉េះថាហ្នឹងគឺរឿងខ្មោចត្រូវឲ្យបងប្អូនទាំងអស់គ្នាតែគាត់វិញទើបតែដឹងពេលក្រោយទេថាអ្វីដែលគាត់ជួបហ្នឹងគឺជារឿងអបិយជំនឿគាត់បានដឹងបែបហ្នឹងគាត់ចាប់ផ្ដើមរៀនធម៌ជាធម៌ស្រួលណាគាត់គិតថាឥឡូវគិតមិនចេះបើតាមស្ដាប់ channel របស់ម្នាក់ហ្នឹងម្នាក់ឲ្យនឹកគុណមេដាបៃតាពុទ្ធធម៌ប្រសងអីចឹងទៅហើយបើបល័យវែងពេកគាត់ខំសើចបល័យដែរតែបល័យឧបមាថាបល័យពតសីមាបល័យអីនោះវាជ្រៅពេកគាត់ចាំមិនអស់ទេចឹងគាត់ក៏សម្រេចចិត្តរៀនបាល័យដែលស្រួលបំផុតនោះគឺសូត្រនមោតស្សៈ3ចប់មេដាគុណnăngបៃតាគុណnăngព្រះពុទ្ធគុណnăngព្រះធម៌គុណnăngព្រះសង្ឃគុណnăngហើយសាពះខ្នើយ3ដងគេងទៅនេះគឺជាអ្វីដែលគាត់រៀនគាត់ខំប្រឹងទិញហកមេដាមុនឬក៏បៃតាមុនទិញចាំអស់ហើយយប់ទី1ដែលគាត់សាកល្បងចូលដល់បន្ទប់រៀបចំមួយទឹកទាំងភ្នែកនៅកញ្ចឹងកហ្នឹងណាញ៉ាំបាយញ៉ាំអីហើយប្រញាប់រត់រះឡើងគេងដើម្បីសូត្រអង្គុយបត់ជើងនៅលើគ្រែរបស់ខ្លួនឯងសូត្រនមោតស្សៈ3ចប់សូត្រមេដាគុណnăngបៃតាគុណnăngព្រះពុទ្ធគុណnăngព្រះធម៌គុណnăngព្រះសង្ឃគុណnăngបានសូត្ររួចហើយកំពុងតែសូត្រស្រាប់តែគាត់មានអារម្មណ៍ថាមានអ្វីមួយអោនមកគៀកត្រចៀករបស់គាត់ជាអារម្មណ៍មួយដែលមានមនុស្សមែនអ្វីមួយនេះគឺមនុស្សមកអោនគៀកត្រចៀករបស់គាត់មកហើយខ្សឹបដាក់ត្រចៀកគាត់ថាចេះសូត្រធម៌ទៀតហ៎និយាយចឹងបងប្អូនគាត់ថាអូយខ្ញុំគាត់ថាសម័យឃើញខ្ញុំបាក់សតហ្នឹងអោនមកតិចរបស់គាត់ហើយនិយាយថាចេះសូត្រធម៌ទៀតហ៎ផុតពីនិយាយហ្នឹងគឺចាប់ផ្ដើមសើចំអករបៀបសើចំអកអញ្ចឹងសើចំអកខ្ទោពេញត្រចៀករបស់គាត់ហាក់ដូចជាសំឡេងសារ៉ោនសោនដូចយកធុងបាសពីធំមកផ្ទុកមួយត្រចៀកគាត់ឲ្យបើកសំឡេងមកតែហឹងគឺសំឡេងខ្ទោខ្លាំងមែនទែនតែម្ដងអាសំឡេងសើចំអកគឺសំឡេងបែបហ្នឹងផុតពីសំឡេងសើឌឺដងគាត់ហើយវាអោនមកម្ដងទៀតហើយវានិយាយថាចេះសូត្រទៅបើខ្លាំងសូត្រទៅវានិយាយអញ្ចឹងផុតពីអញ្ចឹងសំឡេងគួរទ្វាខ្លាំងនៅពីមុខទាំងក្រោយរបស់គាត់ស្របគ្នាតែម្ដងអារបៀបងួនស្របពេលគ្នាអាខាងមុខយើងអាចពិចារណាបានខៃលោមមានមនុស្សណាមកងួនចុះអាខាងវេរ៉ង់ដានេះហើយវាស្របពេលគ្នាពេកបើសិនជាបងប្អូននៅក្នុងស្ថានភាពហ្នឹងតើបងប្អូនគិតបែបណាកំពុងតែសូត្រអមនុស្សមកអោនមកថាចេះសូត្រធម៌ទៀតហ៎បងប្អូនមួយសំឡេងនេះតើបងប្អូនមានអារម្មណ៍បែបណាសើចំអកអារបៀបថាមិនខ្មេះទេមិនប្រមាណទេអាសើរបៀបអញ្ចឹងហើយមកឌឺដងមកកាន់បងប្អូនអរគ្នាថាខ្លាំងសូត្រឲ្យខ្លាំងទៅរបៀបអញ្ចឹងទៀតបានន័យថាមនុស្សមួយនេះមិនចាញ់ច្រាបនឹងបាល័យរបស់គាត់នោះទេនៅពេលនេះក្នុងចិត្តគាត់ថាគាត់មិនរស់ទេចាប់ជីវិតត្រឹមប៉ុណ្្នឹងហើយប៉ុន្តែមាត់របស់គាត់នៅតែបន្តសូត្រមិនដាច់សូត្ររហូតនមោតស្សៈបៃតាគុណnăngសូត្រត្រឡប់ទៅឡើងវិលពេញហ្នឹងសូត្របន្តរហូតសូត្រគាត់ថាសូត្ររយៈពេលប្រហែលជា5នាទី10នាទីគាត់រត់មាត់មកមិនដឹងស្អីប្រជ្រះដៃប្រជ្រះជើងគឺសូត្រទៅហើយផុតពីនឹងស្រាប់តែឮសំឡេងហ្វឹបចេញពីប្អូនរបស់គាត់គាត់ថាជាសំឡេងព្រាយហ្នឹងហោះចេញទៅបាត់ជាចម្ងល់ថាមិនក៏ហោះតើការសូត្ររបស់គាត់ហ្នឹងវាមានប្រសិទ្ធភាពមែនឬក៏គេលេងជាមួយគាត់អស់សុបាយហើយអញ្ចឹងគេចេញទៅវាជាមតិមួយនៅក្នុងខួរក្បាលរបស់គាត់កំពុងតែពិចារណាថាស្អីឲ្យពិតប្រាកដថ្ងៃស្អែកឡើងគាត់បានយករឿងទាំងអស់ទៅប្រាប់មិត្តភក្តិរបស់គាត់ម្នាក់នៅតែប្រាប់គាត់ថាគាត់សម័យទេចូលចិត្តមើលខ្មោចពេកឃើញអត់ស្ដាប់រឿងខ្មោចច្រើនពេកចេះតែបាយកម្មដ្ឋានខ្លួនឯងហ្នឹងគាត់លឺគេអញ្ចឹងគាត់បែរជាទទួលយកគាត់គិតស្របតាមគេឥឡូវថាប្រហែលអញ្ចឹងហើយគាត់យកសោះពីយប់មិញគាត់ព្យាយាមប្រឡប់ខ្លួនឯងបែបហ្នឹងដោយបដិសេធការពិតថាអ្វីដែលបានជួបនឹងវាសាហាវដល់ថ្នាក់ណាគាត់បដិសេធដើម្បីបន្លប់ខ្លួនឯងរឿងហេតុទាំងមូលនៅតែបន្តកើតឡើងកើតរហូតគាត់នៅតែឆ្ងល់ថាហេតុអ្វីគាត់មិនព្រមរើចេញទាល់តែសោះគាត់ដឹងថាខ្មោចលងហើយមិនក៏នៅតែមានលេះបប្រាប់ខ្លួនឯងហ្នឹងថាវាមិនមែនជាការពិតហើយមិនរើចេញជាចម្ងល់មួយដែលកើតឡើងចំពោះគាត់ដែលត្រង់ចំណុចនេះប្រហែលជាខ្ញុំអាចបកស្រាយបានថាករណីនេះកើតឡើងច្រើនណាស់បងប្អូនរឿងដឹងថាផ្ទះនឹងមានខ្មោចតែអត់រើចេញអានឹងរបៀបថាខ្មោចសណ្ដំឬក៏គួរនិយាយថាបល័យព្រាយដែលវាអន្តងចិត្តឲ្យយើងនៅហ្នឹងក្នុងហេតុផលអាក្រក់របស់វារបៀបថាដើម្បីសណ្ដំម្នាក់ហ្នឹងទៅដើម្បីចូលសន្ធិដ្ឋម្នាក់ហ្នឹងទៅដើម្បីបានរូបម្នាក់ហ្នឹងទៅឬដើម្បីស៊ីម្នាក់ហ្នឹងពេលណាមួយនៅពេលម្នាក់ហ្នឹងដល់ពេលដល់វេលាមកចាំកន្លែងជាមួយវាអញ្ចឹងណាគឺរូបភាពបែបហ្នឹងចម្ងល់របស់គាត់នៅតែកើតឡើងថាដឹងហើយជួបហើយមិនក៏មិនមានកូនចិត្តឬចាញ់ទាល់តែសោះមិនអញ្ចឹងលុះមកដល់ដើមឆ្នាំ2024រយៈពេល2ឆ្នាំដែលគាត់នៅក្នុងអាគារមួយនឹងជួបហេតុការណ៍ដដែល2ឆ្នាំបងស្រីសដែលគាត់នៅទៅរៀនអាហារូបករណ៍ថ្នាក់បណ្ឌិតណាគាត់ត្រូវចុះមកប្រទេសកម្ពុជាវិញដើម្បីធ្វើ research ដើម្បីធ្វើនិក្ខេបបទបញ្ចប់ការសិក្សារបស់គាត់ដើម្បីតស៊ូមតិគេហៅថាសេតែបងលេយើងនិយាយថា thesis ណាសារណាការពារនឹងឯងចឹងគាត់ត្រូវការមកសិក្សានៅប្រទេសកម្ពុជាដើម្បីបំពេញនិក្ខេបបទរបស់គាត់មុនពេលគាត់មកគាត់បានតាក់ទងមកបងស្រីមួយខែប្រាប់ថាគាត់ត្រូវមក research នឹងឯងដើម្បីការពារថ្នាក់បណ្ឌិតរបស់គាត់ដូច្នេះហើយនៅសល់បន្ទប់របស់គាត់នៅសល់អត់បងស្រីនាង
គាត់បានទទួលពាក្យនឹងហើយគាត់ក៏បានតាក់ទងទៅម្ចាស់ផ្ទះហើយសួរថាមាននៅសល់បន្ទប់ទៀតអត់ព្រោះមកវិញដងនេះគាត់មិនមែនមកម្នាក់ឯងទេតែមកគ្នា2នាក់សុទ្ធសឹងតែជាខ្មែរដូចគ្នាម្ចាស់ផ្ទះក៏បានប្រាប់ថានៅសល់ប៉ុន្តែបងស្រីនាងក៏លើកសំណើមួយទៅកាន់បងស្រីសថាចាបងស្រីសមិន3នាក់យើងនៅជុំគ្នាហ្មងហើយយើងនៅមកបន្ទប់ជុំគ្នាហ្មងហើយបងស្រីសលឺភ្លាមគាត់ឯកភាពតែម្ដងប៉ុន្តែគាត់ទៅសួរមិត្តភក្តិរបស់គាត់ម្នាក់ទៀតឧទាហរណ៍ថាដាក់បងស្រីលាក់អញ្ចឹងចុះសំទោសណាបងប្អូនបបាឈ្មោះបងប្អូនបងស្រីលាក់ហ្នឹងគាត់រៀងសក់ខ្លីគាត់អ្នកទុកសក់ខ្លីគាត់ចូលចិត្តទុកសក់វែងទេគាត់បានសួរទៅបងស្រីលាក់ទៅបងស្រីលាក់ប្រាប់ថាអត់ទេគាត់ចូលចិត្តនៅជុំគ្នាទេគាត់ចង់បានកន្លែង private ខ្លួនឯងអញ្ចឹងក្នុងករណីនេះហើយទៅបានគាត់ត្រូវបានជួលបន្ទប់មួយនៅក្នុងអគារ3ជាន់នឹងដូចគ្នាហើយគាត់រស់នៅតែម្នាក់ឯងទេចំណែកឯបងស្រីសគឺស្នាក់នៅជាមួយនឹងបងស្រីនាងកាត់ចូលដល់ពេលវេលាដែលបងស្រីសហើយនឹងបងស្រីលាក់បានមកដល់នៅពេលដែលនៅដំបងវាមិនអីទេតែនៅយូរទៅបងស្រីលាក់ដែលនៅម្នាក់ឯងនេះគាត់ចាប់ផ្ដើមខ្លាចបន្ទប់ខ្លួនឯងចាប់ផ្ដើមមានអារម្មណ៍ថាអត់ស្រួលមានអារម្មណ៍ថាព្រឺគាត់មិនបានទម្លាយថាមានរឿងអីកើតឡើងទេដែលគាត់បានជួបប្រទះគ្រាន់តែគាត់ប្រាប់ថាឥឡូវចេះទៅគាត់ស្នើសុំមកនៅជុំគ្នា3នាក់ក៏3នាក់ក្រោយឯកភាពហើយពួកគាត់បានរើមកជុំគ្នានៅក្នុងបន្ទប់របស់បងស្រីនាងជុំគ្នា3នាក់នៅពេលនេះបន្ទប់ទាំងមូលមានបងស្រីនាងបងស្រីសនិងបងស្រីលាក់គាត់ថានៅពេលដែលពួកគាត់2នាក់មកនៅបន្ទប់ជាមួយគាត់គឺជាយប់ដំបូងហើយដែលគាត់បានគេងលក់ស្កប់មែនតើមិនដឹងថាដោយសារតែបារមីរបស់បងស្រីសគាត់មានអ្នកកាន់គេមិនហ៊ានលុកគេមិនហ៊ានអីឬក៏យល់យកដែលបងស្រីសកាលនៅនឹងថ្វាយឲ្យគេដែរឬក៏មិនអីអញ្ចឹងណាចឹងអត់ដឹងទេដឹងតែយប់នឹងគឺគាត់គេងលក់ស្កប់មែនតើតែបានប្រហែលថ្ងៃក្រោយមកបងស្រីនាងដែលជាម្ចាស់សាច់រឿងនេះគាត់ក៏បានទទួលទូរស័ព្ទមួយដែលគាត់ត្រូវមានភារកិច្ចវិលត្រឡប់ទៅផ្ទះរបស់គាត់វិញដើម្បីចូលរួមពិធីបុណ្យសព100ថ្ងៃរបស់ប្អូនរបស់គាត់បានរៀបចំឲ្យគាត់បានហុចសោបន្ទប់ទៅឲ្យអ្នកទាំងពីរពលគឺបងស្រីសនិងបងស្រីលាក់ឲ្យកាន់ម្នាក់មួយទៅគាត់ទៅប្រហែលថ្ងៃរួមទៅចប់កម្មវិធីហ្នឹងគាត់មកវិញក្នុងអំឡុងពេលដែលគាត់បានចាក់ចេញទៅតើមានរឿងអ្វីខ្លះបានកើតឡើងចំពោះបងស្រីទាំងពីរគាត់ថាយប់ទី1នៅពេលដែលមិនមានម្ចាស់បន្ទប់អ្វីដែលបានកើតឡើងចំពោះបងស្រីសគឺបែបនេះបងស្រីសបានប្រាប់គាត់ថាគ្រប់ពេលដែលគាត់បិទភ្នែករៀបគេងគ្រាន់តែបិទភ្នែកភ្លាមគឺមកតែម្ដងមកស្រស់អាបើកភ្នែកអត់អីណាគ្រាន់តែបិទភ្នែកភ្លាមចាប់ប្រើមកដំបងមកដល់គឺលឺសលេងដូចផ្ទុះខ្សែភ្លើងអារបៀបថាខ្សែភ្លើងត្រូវតាក់ដូចអារបៀបហូបផ្ទុះសេណាផុតពីលឺហ្នឹងគឺមកដល់ហើយខ្យល់មកវឹកមកខ្យល់លឺសំឡេងដូចខ្យល់បុកចូលតាមប្អូនមកវឹកហ្នឹងគឺសកាត់គាត់ជាប់តែម្ដងផុតពីហ្នឹងគឺលឺសំឡេងជើងមនុស្សដើរហើយទម្លាក់ខ្លួនដល់ដីមានន័យថាដើរចូលមកបន្ទប់របស់គាត់ហើយហក់ទម្លាក់ទៅជាន់ខាងក្រោមហក់ផុតពីហ្នឹងឡើងមកទៀតហក់គឺលឺដដែលអញ្ចឹងនៅពេលដែលបងស្រីនាងបានត្រឡប់មកវិញការសោយសុខរបស់គាត់នៅពេលការគេងមនុស្ស3នាក់គេងបាន2-3យប់ហ្នឹងណាសុខហ្នឹងណាឥឡូវនេះឡើងសុខហើយគឺមកបែបផែនតែមួយគាត់បានប្រាប់ថាថ្ងៃមួយគាត់បានយកសាច់រឿងហ្នឹងទៅជួបនិយាយជាមួយនឹងអ៊ំប្រុសម្នាក់ដែលជាចាស់ទុំនៅកន្លែងធ្វើការរបស់គាត់ល្បីថាគាត់ហ្នឹងចេះតែទួចអញ្ចឹងណាគាត់បានប្រាប់សាច់រឿងហ្នឹងទៅដល់អ៊ំប្រុសហើយអ៊ំប្រុសសួរថាហើយក្មួយឯងនៅនឹងយូរនៅអត់ដឹងថានៅក្នុងផ្ទះហ្នឹងមានអីទេអីស្ថានភាពបែបហ្នឹងហើយអត់ដឹងថាខ្មោចលងទៀតហ៎របៀបអញ្ចឹងណាគាត់នៅតែអះអញរបៀបថាដឹងតែអត់ដាច់ចិត្តហើនៅក្នុងស្ថានភាពមួយហ្នឹងទៅវិញទៅមកតដែលអញ្ចឹងទៅអ៊ំប្រុសក៏ដាច់ចិត្តឲ្យបាលីមួយឲ្យគាត់សូត្រគាត់ប្រាប់ថានៅពេលដែលខ្មោចសកត់ក្មួយឯងសូត្របាលីមួយហ្នឹងទៅគាត់បានទទួលពាក្យហ្នឹងហើយអត់មានចាំយូរទេយប់ហ្នឹងតែហ្មងយប់ហ្នឹងគឺសកត់ភ្លាមតែម្ដងបែបផែនតែមួយដូចគាត់រស់នៅតែឯងអញ្ចឹងគឺរូបភាពតែមួយមកតដែលអញ្ចឹងហើយគាត់ព្យាយាមសូត្រហើយតែមិនបាត់ទាល់តែសោះសូត្រមកចប់សូត្រ2ចប់សូត្រ3ចប់សូត្រ20ចប់នៅតែសង្កត់ដដែលនៅពេលនេះដែលគាត់មានអារម្មណ៍ថាគាត់ចាំបាលីហ្នឹងអត់ត្រូវឬក៏យ៉ាងម៉េចឬក៏គេអត់ខ្លាចឬក៏មាត់គាត់ញ៉ាំអំបិលញ៉ាំប្រហុកទៅវាអត់មានរិទ្ធអត់មានបារមីក្នុងការសូត្រទៅឲ្យបាលីហ្នឹងវាដើរការល្អឬក៏មិនចម្ងល់នេះនៅតែកើតឡើងចំពោះគាត់ផុតពីនឹងប៉ុន្មានថ្ងៃក្រោយមកគាត់ក៏បានយករឿងទាំងអស់ដែលបានកើតឡើងចំពោះគាត់ណាយកទៅប្រាប់បងស្រីម្នាក់នៅកន្លែងធ្វើការរបស់គាត់បងស្រីនឹងបានប្រាប់ថាគាត់ស្គាល់លោកតាអាចារ្យមួយដែលអាចចូលឈានសមាធិបានអាចដឹងរឿងរបៀបថាគាត់ត្រូវទៅដល់ទីតាំងហើយគាត់អង្គុយបិទភ្នែកទៅគឺគាត់ចូលឈានអាចចរចាគ្នាបានហ្មងត្រូវដោះស្រាយរបៀបមិនត្រូវការទៅនៅរបៀបមិនត្រូវការសំណាញ់របៀបមិនគាត់អាចរៀបចំជូនទៅបានគាត់បានដឹងដំណឹងនឹងព្រាមគាត់បានប្រាប់ទៅបងស្រីថាបងតោះជូនខ្ញុំទៅរកលោកតាតិចទៅត្រឹមតែប៉ុណ្្នេះមិនចាំយូរទេគឺអូសដៃគ្នាទៅរកលោកតាមែនទៅដល់កន្លែងផ្ទះលោកតានឹងស្រាប់តែលោកតាមិននៅវាចង្រៃអីដែលមានភារកិច្ចណាគាត់មានភារកិច្ចទៅក្រៅតោះតែ2ថ្ងៃទៀតទៅបានគាត់មកវិញក្នុងអំឡុងពេល2ថ្ងៃរងចាំនឹងពួកគាត់នេះ3នាក់នេះពិភាក្សាគ្នាដឹងអស់ហើយដឹងថាគេជួបអីហើយក៏ប្រាប់ថាបងឥឡូវបើសិនជាយើងរកលោកតាឲ្យមកជួយឲ្យលោកតាអត់នៅផងមិនយើងទៅក្រៅគេនៅក្រៅទៅបងអីទៅគេនៅផ្ទះសំណាក់អីទៅទាំងបងស្រីសទាំងបងស្រីលាក់មិនមានការបដិសេធអ្វីទាំងអស់រើបង្វិចទៅនៅរយៈពេល2ថ្ងៃនៅផ្ទះសំណាក់មួយកន្លែងបងស្រីនាងប្រាប់ថាចេះត្បិតថាគាត់ទៅនៅផ្ទះសំណាក់មែនតែដឹងមានរឿងអីទេគឺនៅតែមានអ្នកតាមមកសកាត់គាត់ពីផ្ទះក្នុងដដែលគឺមកតាមសកាត់គាត់រាល់ថ្ងៃនៅក្នុងបន្ទប់ផ្ទះសំណាក់ហ្នឹងគឺសកាត់គាត់រាល់ថ្ងៃដូចតែគ្នាថាគេនៅក្នុងផ្ទះសំណាក់គេក្នុងបន្ទប់គាត់គឺដូចគ្នាអត់មានខុសគ្នាអីសោះគាត់ទ្រាំរហូតដល់2ថ្ងៃរំលងផុតមកនៅពេលដែលលោកតាអញ្ជើញមកវិញគាត់បានទៅរកលោកតាហើយអញ្ជើញលោកតាមកកាន់បន្ទប់ជួលរបស់គាត់អ្នកទាំងអស់គ្នាបានដើរចូលដល់របងនៅក្នុងផ្ទះមួយហ្នឹងហើយលោកតាដើរចូលបន្ទប់របស់គាត់មិនបានសមាធិអ្វីទាំងអស់គឺលោកតាចាប់ផ្ដើមរៀបចំកាច់យកតែម្ដងហាក់ដូចជាបាច់ចូលឈានបាច់អីទេគាត់ដឹងថាមានរឿងអីហើយគាត់ចូលទៅដល់គាត់ទាញនៅក្នុងស្បង់របស់គាត់ហ្នឹងទាញនៅក្នុងកាបូបរបស់គាត់ហ្នឹងគឺគាត់ទាញអីវ៉ាន់ចេញពីកាបូបរបស់គាត់ហ្នឹងចាប់ផ្ដើមធ្វើកិច្ចឆ្វេងធ្វើកិច្ចស្ដាំអីហ្នឹងដើម្បីដេញគេចេញគាត់បានយកយ័ន្តទៅបាត់នៅក្នុងបន្ទប់គ្រប់ទិសគ្រប់តំបន់អីចឹងទៅធ្វើកិច្ចរួចចប់ហើយលោកតាក៏ចេញទៅបាត់ទ្វារនៅក្នុងបន្ទប់ទាំងមុខទាំងក្រោយទាំងជញ្ជាំងមកត្រឹមលោកតាដើរចេញទៅនេះដឹងកើតអីទេទ្
ទ្វារទាំងអស់គឺវាបើកអូតូបន្តិចវាបើកអូយគួរនិយាយថាមិនទេបងប្អូនវាបើកនៅក្នុងពេលតែមួយវាស្ទើរតែមិនជឿទាំងមេឃទាំងអស់មិនមានខ្យល់អត់មានខ្យល់ហ្មងគឺហប់ស្ថានភាពអាកាសធាតុនៅពេលនេះគឺហប់ខ្យល់អត់មានខ្យល់តែបន្ទប់នឹងវាបើកអូតូបន្តិចហើយបើកលក្ខណៈកម្រោលអារបៀបមនុស្សធាក់ចូលក្តាំងមកក្រោយដូចគ្នានៅពេលមកបើកនឹងសំទុះខ្យល់ទាំងអស់បានធ្វើឲ្យយន់ដែលលោកតាបិទទាំងឡាយរបូតហើយចេញទាំងអស់សាហាវទេបងប្អូនមកខ្យល់ហ្នឹងគឺយន់ដែលលោកតាបិទទាំងប្រមាណលបកចេញទាំងអស់ហើយវាហើរចេញពីបន្ទប់ខ្លួនឯងឃើញបែបនេះហើយបើសិនជាបងប្អូនមានអារម្មណ៍បែបណាបើសិនជាបងប្អូនទាំងអស់គ្នាជាអ្នកទាំង3ហ្នឹងតើមានអារម្មណ៍បែបណាពួកគាត់ឃើញបែបហ្នឹងហើយគាត់ដើររយន់របស់គាត់ហ្នឹងយកតែបិទសារជាថ្មីហើយពួកគាត់ក៏ពិចារណាថាញ៉ាំមិនអាណានេះអញ្ចឹងមិនយើងគិតទៅសែនទៅលួងចិត្តគេទៅមនុស្សគេហៅថាទៀងមិនឈ្នះតល់ណាឬសូតែសែនដើម្បីលួងចិត្តគេម្នាក់ឯកភាពភ្លាមតែម្ដងស្ទុះដំណើរចេញទៅផ្សារដើម្បីទិញនៅផ្លែឈើទិញនៅផ្កាឈូកយកមកសែននៅក្នុងបន្ទប់គាត់គិតថាមានតែជំរឿសមួយនេះទេដែលធ្វើឲ្យពួកគាត់បានសុខតែវាមិនបានសុខអីអ្វីវាមិនដូចការគិតតោះយើងមកស្ដាប់គាត់វិញថាតើមានរឿងអ្វីកើតឡើងជាបន្តនៅពេលនោះរសៀលនោះម៉ោងប្រហែលជា6ល្ងាចពួកគាត់ចាប់ផ្ដើមអុជធូបគាត់ថាទាំង3នាក់ព្រឺក្បាលពីចុងសក់ដល់ចុងជើងព្រឺឡើងលក្ខណៈថាគ្រាន់តែព្រឺព្រាមកលេចមើលគ្នាឃើញព្រឺទាំងអស់គ្នាសបកគង្គក់ទាំងអស់គ្នាហើយមានអាមតស័យពីរស័យបាសគ្រប់គ្នាគឺទិដ្ឋភាពតែមួយតែម្ដងនៅពេលដែលងាកឃើញគ្នានឹងហើយពួកគាត់ក៏បែរទៅអុជធូបដើម្បីធ្វើការបន់ស្រន់គ្រាន់តែរៀប5មាត់គ្រាន់តែសាពះរៀប5មាត់ភ្លាមមិនដឹងថាមានខ្យល់ស្អីវាបក់ចានសំណែនរបស់គាត់ធ្លាក់ដល់ដីខ្យល់បក់ចានសំណែនធ្លាក់ដល់ដីតើអាចទៅរួចទេបងប្អូនចានមានផ្លែឈើវាធ្ងន់មានខ្យល់ណាទៅបក់ផ្លែឈើឲ្យដួលវាមិនងាយមានទេហើយប៉ះចំរបៀបសែនចេះទៀតមានដាក់អីមួយផ្លែវាអាចថាដាក់3មុខ5មុខឬ7មុខអញ្ចឹងចាននឹងវាត្រូវតែមានទម្ងន់តែគាត់មានអារម្មណ៍ថាខ្យល់មកវឹបហ្នឹងគឺចាននឹងធ្លាក់ដល់ដីបាត់ទៅហើយគាត់មានអារម្មណ៍ថាមានគេកំពុងតែឈរចិត្តគាត់បងស្រីនាងណាគាត់ឃើញធ្លាក់ដល់ដីព្រាមគាត់ភ័យគាត់មិនមែនអត់ភ័យទេគ្មានណាគេអត់ភ័យទេគាត់ស្ទុះទៅយកសំណែនទាំងអស់មករៀបដាក់ចានមកសែនគេម្ដងទៀតតែដឹងថាមានរឿងអ្វីកើតឡើងទេនៅពេលសែនគេម្ដងទៀតហ្នឹងក្នុងអំឡុងពេលដែលគាត់កំពុងរៀបចំដាក់កន្លែងហ្នឹងគ្រាន់តែទាញធូបតែអុជហើយនេះលើកដៃបន់ស្រន់ផ្កាឈូកដែលគាត់បានដាក់ស្រាប់តែធ្លាក់ដល់ដីតែម្ដងនេះគឺជាការសបញ្ជាក់យ៉ាងច្បាស់ថាគេមិនទទួលជាដាច់ខាតមិនបាច់ធ្វើអីឲ្យគេទេចាំទទួលរងរបស់គេទៅនេះគឺជាចម្លើយយ៉ាងខ្លីមួយយប់នោះពួកគាត់ទាំង3នាក់មិនហ៊ានគេងបិទភ្លើងតតែសោះបើកភ្លើងមួយយប់ទៅភ្លឺពេលគេងប្រហែលជាម៉ោង11ឬ12យប់ក្នុងល្បាក់ប៉ុណ្ណឹងគាត់ថានៅពេលនោះគាត់ស្រាប់តែលឺហាក់ដូចជាមានរបស់រឹងតាន់ហាក់ដូចជាអង្រែអារបៀបអញ្ចឹងគឺតាន់ហើយធំហើយរឹងរបៀបអញ្ចឹងណាគឺយកមកអុកនឹងអញ្ចឹងមានមនុស្សយកមកអុកនឹងអញ្ចឹងឡើងញ័រពេញបន្ទប់ឡើងញ័រពេញបន្ទប់តែម្ដងទាំងបន្ទប់សងខាងរបស់គាត់មិនមានមនុស្សនៅនោះទេទាំង3នាក់ឃើញសភាពបែបនេះគាត់ស្ទុះហៅបងប្រុសគាត់រត់ចុះឡើងលឿនហ្មងទៅហៅបងប្រុសម្នាក់ដែលនៅជាន់ខាងក្រោមរបស់គាត់ហើយចៃដន្យអីបងប្រុសមួយហ្នឹងក៏ធ្វើការនៅកន្លែងធ្វើការរបស់គាត់ដែរឲ្យមកគេងកំដរគាត់បងប្រុសមួយហ្នឹងគាត់បានទទួលពាក្យដឹងរឿងហេតុថាមានរឿងអីកើតឡើងហើយក៏ស្ទុះឡើងចម្លើយទៅតាមគាត់បងប្រុសបានប្រាប់ថាអញ្ចឹងមួយជំហានឡើងចម្លើយទៅជាន់ទី3ហ្នឹងគាត់ព្រឺក្បាលពីសក់ដល់ចុងជើងគឺព្រឺខ្លាំងមែនទែនគ្រាន់តែគាត់មកដល់ភ្លាមគាត់ជាសក្តិភាពតែម្ដងនៅក្នុងបន្ទប់គាត់ដំបងលឺក្ដុំធម្មតាណាតែគ្រាន់តែចូលដល់បន្ទប់ភ្លាមអាសំលេងបុកនឹងកាន់តែខ្លាំងទៀតកាន់តែខ្លាំងទៅបានបន្តិចហ្នឹងស្រាប់តែបាត់ម្នាក់គិតថាសក់ហើយអត់អីទេគេជុំគ្នាហ្នឹងឯង4នាក់និយាយមិនទាន់ផុតពីមាត់ផងបុកមកសារទៀតសំលេងមួយនេះកើតឡើងរហូតដល់ម៉ោងប្រហែលជាប្រហែល2យប់នៅពេលនេះបងស្រីនាងគាត់ហត់ខ្លាំងណាស់ព្រោះកើតហេតុខ្មោចសង្កត់គាត់គេងមិនដែលបានស្កប់នោះទេគាត់ហត់ខ្លាំងមែនទែនគាត់ចាប់ផ្ដើមទន់ភ្នែកហើយក៏គេងលក់ទៅចំណែកឯបងប្រុសនិងបងស្រីទាំងពីរវិញផុតពីឮសំឡេងគោះពួកគាត់គេងអត់ទាន់លក់ទេកំពុងតែសង្ងំភ្នែកនៅកញ្ចឹងកមើលឆ្វេងមើលស្ដាំនឹងឯងស្រាប់តែឮសំឡេងដដែលរត់ពេញបន្ទប់របស់គាត់រត់ពីលើពីដានរត់ចេញទៅខាងក្រៅហត់តម្លាក់ខ្លួនទៅដីឮសូរក្ដឹបហើយឮសំឡេងអាក្ដឹបនឹងហើយគឺឮសំឡេងអង្រួនទ្វាររបៀបស្ទើរតែធាក់ទ្វារចូលណាគឺដូចគ្នាបែបបិទនៅអ្វីដែលបងស្រីនាងជួបប្រទះនៅពេលដែលគាត់នៅម្នាក់ឯងចាប់តាំងពីពេលនេះមកបងស្រីទាំង3នាក់សូម្បីតែមុជទឹកក៏មិនហ៊ានមុជដែររហូតដល់ទ្រាំលែងបានក៏ផ្លាស់ប្ដូរបន្ទប់នៅក្នុងតំបន់តែមួយតែគ្រាន់តែបន្ទប់ផ្សេងគ្នាទៅឧទាហរណ៍ថាមានអាគេរើចេញអាជន់មានអាគេមួយមានតែមួយជន់ផ្ទាល់ដីអញ្ចឹងណាគេរើចេញអញ្ចឹងណាចឹងគាត់ទៅនៅក្នុងបន្ទប់ហ្នឹងតែនៅក្នុងបរិវេណតែមួយគាត់បានយកសាច់រឿងទាំងអស់នេះទៅប្រាប់អ៊ំប្រុសម្នាក់នៅកន្លែងធ្វើការរបស់គាត់ហើយអ៊ំប្រុសម្នាក់ហ្នឹងក៏បានប្រាប់ថាគាត់បានស្គាល់ព្រះអង្គមួយព្រះអង្គដែលមានឫទ្ធិអញ្ចឹងគាត់ក៏ចាប់ផ្ដើមលើកទូរស័ព្ទទៅទូលទៅកាន់ព្រះរាជគុណភ្លាមព្រះរាជគុណគ្រាន់តែទទួលដំណឹងភ្លាមណាព្រះរាជគុណមានសន្និការភ្លាមតែម្ដងគាត់ថាបងស្រីទាំង3ហ្នឹងមានមនុស្សម្នាក់មានសំណងសង្វារវាច្បាស់អញ្ចឹងទៀតបានទេព្រះអង្គពិតជាមានឫទ្ធិមែនណាហើយលោកពិតជាដូចត្រាស់ដឹងអំពីបញ្ហាដែលពួកគាត់ជួបប្រទះទាំងអស់ព្រះអង្គក៏និមន្តមកដល់ទីតាំងតែម្ដងព្រះអង្គក៏បានចរចាចូលទៅដល់បន្ទប់ហើយធ្វើការចរចាប៉ុន្តែនៅពេលដែលព្រះអង្គដើរចេញពីបន្ទប់វិញគឺមានទឹកមុខក្រៀមក្រោះហើយព្រះអង្គបានមានសង្កេតថាចរចាមិនបានសម្រេចនោះទេព្រះអង្គថាពួកដែលនៅក្នុងបន្ទប់នេះមិនមែនមកនៅដោយឯងនោះទេគឺពួកនេះម្ចាស់ផ្ទះជាអ្នកចិញ្ចឹមដំបងតាមក្បាលពីក្បាលទេតែយូរទៅវាកើតជាកូនកើតជាចៅតគ្នាអញ្ចឹងទៅវាកាន់តែច្រើនឡើងខ្លាចទៅជាសម្បុកដ៏ធំមួយរបស់ពួកអមនុស្សត្រង់ចំណុចត្រឹមតែប៉ុណ្ណេះពួកគាត់មិនបានទូលទៅប្រាប់ព្រះអង្គនោះឡើយថាពួកគាត់បានអញ្ជើញលោកតាអាចារ្យមកធ្វើកិច្ចប៉ុន្តែព្រះអង្គបានបន្តមានសង្កេតថាដឹងថាហេតុអ្វីកាន់តែសាហាវទៅទេដោយសារតែពួកញោមទាំងអស់គ្នាហ្នឹងបានធ្វើកិច្ចដេញពួកហ្នឹងហើយពួកហ្នឹងវាមិនចាញ់ហើយវាខឹងខ្លាំងទៀតព្រោះផ្ទះនេះផ្ទះគេត្រឹមតែសម្ដីប្រមាណហ្នឹងពួកគាត់គឺបើកភ្នែកធំតែម្ដងអត់បានប្រាប់ផងអត់បានទូលលោកផងតែលោកមានសង្កេតដាក់កណ្ដាលមុខអញ្ចឹងព្រះអង្គបានមានសង្កេតទៅប្រាប់ពួកគាត់ថារើចេញទៅ
ឬកាន់តែលឿនគឺកាន់តែល្អពួកគាត់នៅត្រឹមចំណុចនេះក្នុងឆ្នាំ2024គាត់ក៏សម្រេចចិត្តថារើចេញនៅពេលដែលរើចេញគាត់បានទៅជួបព្រះតេជគុណម្ដងទៀតព្រះតេជគុណមានសង្កេតថាមូលហេតុធំបំផុតគឺតំបន់ដែលគាត់រស់នៅមានអ្នកចាស់អាគមផ្លូវងងឹតមិនតែជាង3នាក់នោះទេគឺពាត់ដោយអ្នករៀនអាគមតែម្ដងហើយម្នាក់បានប្រើបន្ទប់នឹងមកចិញ្ចឹមព្រាយពួកនេះណាមិនមែនព្រាយធម្មតាទេមិនមែនជាព្រាយទៅតែកើតកំណើតជាព្រាយជើងថ្មីទេតែពួកវាជាព្រាយមានអាយុកាលមិនតិចជាង100ឆ្នាំទេអញ្ចឹងហើយបល័យមុំធ្វើឲ្យពួកវាមិនបានទេតែល្មមក៏ដេញពួកវាមិនបានដែរមានតែធ្វើឲ្យពួកវានឹងខឹងសម្បាហើយធ្វើកាន់តែខ្លាំងជាងមុនទៀតចរចាក៏ចរចាមិនបានដែរហេតុដែលពួកគាត់ជួបរឿងខ្លាំងអញ្ចឹងព្រោះម្ចាស់សាច់រឿងនេះដែលយើងបានដាក់ឈ្មោះថាបងស្រីនាងនេះត្រូវបានគេធ្វើអំពើច្រើនឆ្នាំមកហើយចឹងហើយពួកព្រាយនឹងបានឃើញបែបហ្នឹងនេះគឺជាឱកាសល្អក្នុងការសង្កត់សង្កិនអារបៀបថាអាអ្នកមុនធ្វើហើយនេះអាអ្នកក្រោយមកប្រហើយអារបៀបអញ្ចឹងស្របពេលដែលបងស្រីដែលគាត់នៅជាមួយនឹងបងស្រីសនឹងមានសំណុំសវ៉ាចាស់ទៀតពួកវាកាន់តែចង់សាកចង់ដឹងថាខ្លាំងប៉ុណ្ណាត្រឹមមកស្ដាប់សង្កេតការបដិជនដងនេះគាត់ហាក់ដូចជាស្វាងពីដំណេកគាត់ថាសតិរបស់គាត់វិលមកលោកដូចដើមវិញណាគាត់ដឹងថាមូលហេតុអ្វីទើបគាត់ចេះត្រូវបានអាមនុស្សមកធ្វើបាបចិត្តនឹងសកត់គាត់រាល់ពេលអញ្ចឹងណាតាមពិតគឺមានគេធ្វើមិនមែនពួកអានៅក្នុងផ្ទះហ្នឹងមកតាមគាត់សំបីនឹងព្រះនៅផ្ទះសំណាក់នោះទេតែគឺមានគេធ្វើព្រះអង្គបានធ្វើខ្សែចម្កេះមកឲ្យគាត់ពាក់ដើម្បីការពារខ្លួនរហូតមកដល់ពេលនេះគាត់ផ្លាស់ប្ដូរមិនតែជាង3ដងទេផ្ទះជួលរបស់គាត់ហ្នឹងមិនផ្លាស់ប្ដូរតែជាង3កន្លែងនោះទេតែអ្វីៗមិនបាត់ទាំងស្រុងនោះឡើយគ្រាន់តែយើងធូរស្រាលជាងមុនរំលឹកដល់រឿងការធ្វើអំពើគាត់បានប្រាប់ថាអំពើដែលគាត់បានត្រូវគឺជាអំពើមួយគ្រួសារបានន័យថាអត់មានគាត់មិនបានធ្វើឲ្យអ្នកណាគុំគួនទេតែមានសមាជិកក្នុងគ្រួសារមានចំនួនមួយអ្នកណាអញ្ចឹងទៅគេដាក់អំពើម្ដងមួយគ្រួសារតែម្ដងព្រះអង្គបានណែនាំឲ្យគាត់ធ្វើបុណ្យជ្រោចទឹកឧទ្ទិសកុសលហើយសមាធិឲ្យបានច្រើនដើម្បីផ្សាយមេត្តាគ្រប់ពេលដែលគាត់បានធ្វើនៅតាមអ្វីដែលព្រះអង្គមានសង្កេតការគឺស្ងាត់ផុតមួយថ្ងៃហ្នឹងទៅតែមានថ្ងៃណាដែលគាត់ភ្លេចថ្ងៃនោះឯងគឺពួកនឹងមកដល់ភ្លាមតែម្ដងហើយចាប់ពីពេលនោះមកគាត់គឺយល់សប្តិឃើញខ្មោចព្រាយដែលមកធ្វើបាបគាត់តាមរយៈអំពើអំពន់ហ្នឹងតែមកសុំបន់គាត់មកឲ្យគាត់ជួយផ្សាយមេត្តាមកដល់ពេលនេះអ្វីៗមិនទាន់បាត់ទាំងស្រុងនោះទេអញ្ចឹងនេះគឺជាសាច់រឿងរបស់បងស្រីយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នានៅសាច់រឿងមួយនេះមិនធម្មតានោះឡើយខ្ញុំសូមសរសើរបងស្រីហើយអរគុណបងស្រីបើសិនជាបងស្រីកំពុងតែទន្ទឹងរង់ចាំសាច់រឿងរបស់បងដូចខ្ញុំបានបញ្ជាក់ពីដើមសាច់រឿងអញ្ចឹងមកពីសាច់រឿងរបស់បងវាសាហាវខ្លាំងពេកដែលខ្ញុំចង់ទុកនៅស៊ីហ្សិនទី3ប៉ុន្តែនេះជាការតបស្នងដល់ប្រិយមិត្តដែលខំទន្ទឹងរង់ចាំកម្មវិធីជាអ្វីចាំចេញអេពីសូតហ្នឹងខ្ញុំក៏សម្រេចចិត្តថាយកសាច់រឿងរបស់បងយកមកចែកជូនទៅពួកគាត់ហើយក៏សូមទោសផងដែលលាក់សាច់រឿងរបស់បងយូរពេកហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាតាមរយៈសម្លេងរបស់ខ្ញុំស្របពេលដែលសុខភាពមិនសូវល្អហ្នឹងអាចបម្រើជូនអារម្មណ៍ទៅបងប្អូនទាំងអស់គ្នាបានបងប្អូនទាំងអស់គ្នាពិតជាសប្បាយរីករាយឬក៏រន្ធត់ទៅតាមអ្វីដែលខ្ញុំបានបកស្រាយហើយបងប្អូនទាំងអស់គ្នាពិតជាបានឃើញនៅស្ថានភាពវាសាហាវប៉ុណ្ណានៅក្នុងក្តីសម័យរបស់បងប្អូនអរគុណដែលតែងតែគាំទ្រកម្មវិធីជាអ្វីអរគុណដែលគិតថាកម្មវិធីជាអ្វីជាកម្មវិធីរបស់បងប្អូនទាំងអស់គ្នាអរគុណនៅពាក្យល្អៗដែលតែងតែលើកទឹកចិត្តតែងតែជំរុញឲ្យខ្ញុំបានផ្ទាល់ទៅមុខរហូតហើយក៏អរគុណនៅពាក្យជូនពររបស់បងប្អូនទាំងអស់គ្នាអរគុណនៅការស្រឡាញ់រាប់អានដោយស្មោះត្រង់របស់បងប្អូនទាំងអស់គ្នាចំពោះរូបខ្ញុំបាទសម្រាប់ខ្ញុំបាទវិញមិនមានពាក្យអ្វីក្រៅពីអរគុណហើយនឹងប្រាប់ទៅបងប្អូនថាខ្ញុំស្រឡាញ់បងប្អូនដូចគ្នាបងនិយាយឲ្យស្រួលទៅខ្ញុំមិនដែលនឹកឃើញថាខ្ញុំធ្វើកម្មវិធីមួយហ្នឹងមានថ្ងៃហ្នឹងអត់ដែលនឹកឃើញទេបងប្អូនគិតថាតាំងពីក្មេងមកចូលចិត្តរឿងចឹងចូលចិត្តស្ដាប់ចូលចិត្តស្វែងយល់ហើយក៏មិនមានឱកាសក្នុងការចែករំលែកនោះដែរទើបតែមកជួបបងពេលក្រោយហ្នឹងហើយខ្ញុំក៏ប្រមូលគាត់ធ្វើទៅក៏ចឹងផ្លែផ្កាមកដល់ពេលបច្ចុប្បន្នខ្ញុំមិននឹកស្មានថាមានបងប្អូនជាច្រើនពេញចិត្តនឹងស្រឡាញ់រាប់អានខ្ញុំដល់ថ្នាក់ហ្នឹងផងគឺខ្ញុំធ្វើទាំងបិទភ្នែកណាលក្ខណៈថាមានលទ្ធផលបែបណាក៏លទ្ធផលបែបហ្នឹងណាបថុយតែវាជាបុណ្យកុសលល្អដែលបងប្អូនស្រឡាញ់រាប់អានធ្វើឲ្យខ្ញុំមានសមិទ្ធផលដូចសពថ្ងៃនេះហើយខ្ញុំសប្បាយចិត្តខ្លាំងមែនទែនហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយផ្សព្វផ្សាយកម្មវិធីជាអ្វីឲ្យកាន់តែរីកដុះដាលថែមទៀតដែលធ្វើឲ្យ view នៅវីដេអូនីមួយៗកាន់តែកើនឡើងឥឡូវនេះយើងបាន 50k ជាមធ្យមចឹងបើអាចឡើងដល់ 70k ឡើងដល់ 100k នៅក្នុងមួយវីដេអូខ្ញុំមិនដឹងសប្បាយចិត្តប៉ុណ្ណានោះទេបងប្អូនទាំងអស់គ្នាចឹងក្នុងករណីនេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជំរុញឲ្យកម្មវិធីជាអ្វីដើរទៅមុខជាបន្តទៀតបើសិនជាតាមដានទស្សនាដល់ចំណុចនេះហើយសូមកុំភ្លេចចុច like វីដេអូមួយផងសូមបងប្អូនកុំភ្លេចឲ្យសោះកុំប្រឡែងខ្លួនស្រឡាញ់អំពើល្អស្អប់អំពើអាក្រក់ស្រឡាញ់បុណ្យឲ្យវាស្អប់បាបភ្ជាប់នៅភាពវិជ្ជមាននៅក្នុងខ្លួនជានិច្ចភ្ជាប់នៅរឿងល្អៗនៅក្នុងសកលជានិច្ចទោះមានរឿងរ៉ាវអ្វីដែលបានកើតឡើងចំពោះបងប្អូននៅក្នុងពេលនេះយ៉ាងណាក្តីបងប្អូនត្រូវចាំថាមេឃភ្លៀងវាមិនដែលភ្លៀងរហូតនោះទេវាគង់តែរាំងដូច្នេះហើយសូមបងប្អូនកុំលងលក់នៅភាពអាប់អួរកុំលងលក់នៅភាពតបប្រមាល់នឹងអីវាគង់តែថ្ងៃល្អនោះទេត្រូវតែមានសង្ឃឹមជានិច្ចធ្វើអំពើល្អឲ្យបានច្រើនធ្វើបុណ្យឲ្យបានច្រើនការធ្វើបុណ្យមិនមែនតតែឲ្យលុយហើយធ្វើទាំងម៉ឺននោះទេទើបគេហៅថាបានបុណ្យការធ្វើបុណ្យមានច្រើនវិធីខ្លាំងណាស់បុណ្យកើតមកពីសម្ដានចិត្តបុណ្យកើតមកពីអំណោយចិត្តឲ្យតែបងប្អូនធ្វើសកម្មភាពអ្វីប្រកបដោយចិត្តធម៌ចិត្តល្អចិត្តមេត្តាជាប់ខ្លួនសូម្បីតែបងប្អូនលើកចានបាយឲ្យមិត្តភក្តិក៏កើតជាបុណ្យដែរដូច្នេះហើយសង្ឃឹមថាបងប្អូនស្រឡាញ់បុណ្យឲ្យជាប់ទន្ទឹងថាខ្ញុំចង់ធ្វើបុណ្យខ្ញុំជាមនុស្សល្អទេវតានឹងជួយចក្រវាលនឹងឆ្លើយតបត្រូវចាំថាទេវតាឬក៏អំណាចនៅខាងក្រៅខ្លួនមិនដែលជួយអ្នកអស់សង្ឃឹមទេជួយតែអ្នកដែលមានសង្ឃឹមអញ្ចឹងបងប្អូនត្រូវប្រាប់ខ្លួនឯងឈរឡើងកុំទន់ខ្សោយដើរទៅមុខទៀតដដែលបើសិនជាបងប្អូនចង់ញ៉ាំនំប៉័ងដែលល្អកុំភ្លេចនំប៉័ងហោះនំប៉័ងដែលឆ្ងាញ់កុំភ្លេចនំប៉័ងហោះនំប៉័ងដែលប្លែករសជាតិជាប់មាត់កុំភ្លេចនំប៉័ងហោះជាចុងបញ្ចប់នេះខ្ញុំបាទសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាបំពេញភារកិច្ចមិនថាតិចមិនថាច្រើនមិនថាចិត្តមិនថាឆ្ងាយប្រស្រ័យជាមួយអ្នកតូចប្រស្រ័យជាមួយអ្នកធំអ្នកជាន់ណាក៏ដោយឲ្យគេលងជាមួយនឹងសម្លេងរបស់បងប្អូនឲ្យគេយល់យកនឹងអនុគ្រោះចំពោះបងប្អូនទាំងអស់គ្នាមានតែការជួយដោយសេចក្តី
ក្តីស្រឡាញ់មានតែការជួយដោយសេចក្តីសន្តោសសូមឲ្យបងប្អូនទាំងអស់គ្នាប្រកបរបរមិនថារបរបែបណានោះទេឲ្យតែសច្ចធម៌សូមឲ្យបងប្អូនជោគជ័យសូមបងប្អូនមានភាពសុខដុមរមនាមានភាពត្រជាក់ត្រជុំស្អិតរមួតនៅក្នុងក្រុមគ្រួសារនៅពេលនេះខ្ញុំបាទវីទូសូមអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅអេពីសូតក្រោយទៀត